Clean House Mente Nine Miko Gaga Ngangសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីជាអ្វីអេពីសូតទី8យើងកាន់តែគៀកចូលអេពីសូតទី12ហើយដែលជាអេពីសូតមើលនៅសល់តែ4អេពីសូតទៀតទេគឺបញ្ចប់ season ទី3ហើយនៅក្នុងអេពីសូតទី12ពួកយើងនឹងធ្វើរឿងអីចម្លែកចឹងចាំរងចាំទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមទាំងអស់គ្នាដោយឡែកបងប្អូនទាំងអស់គ្នាបានទស្សនា7អេពីសូតហើយសង្ឃឹមថា7អេពីសូតនេះបានបំរើអារម្មណ៍ជូនទៅបងប្អូនទាំងអស់គ្នានៅភាពភ័យខ្លាចនៅភាពរន្ធត់ជាពិសេសនោះនៅចំណេះដឹងថ្មីពីចក្ខុវិស័យរបស់វាគ្មិននីមួយដែលបានឡើងមកកម្មវិធីជាអ្វីដែលបានផ្ដល់កិត្តិយសមកកម្មវិធីជាអ្វីយ៉ាងណាមិញខ្ញុំចង់បងប្អូន7អេពីសូតហ្នឹងបងប្អូនមានចាប់អារម្មណ៍អីគេរៀងតាក់គ្នាប្រហែលជាបងប្អូនមិនសូវចាប់អារម្មណ៍ទេតែ7អេពីសូតនេះវាគ្មិនខ្លះគឺមានរឿងបតាក់គ្នាអញ្ចឹងហើយទៅគាត់ព្យាយាមបិទមុខពួកគាត់ហើយអ្នកដែលមានវិជាទាំងបណ្បាលមកហ្នឹងដែលខ្ញុំតែងតែជម្រាបទៅបងប្អូនថាសុំទោសផងមិនអាចចែករំលែកទេព្រោះគាត់ផ្ដាំជាដាច់ខាតថាពួកគាត់មិនចង់ចេញមុខហើយក៏មិនបានប្រាប់ខ្ញុំបាន message ដែរព្រោះការអេពីសូតទី3អីមានបងប្អូនជាច្រើនគាត់បានសួរថាអូយសុំលេខគ្រូខាងនេះសុំលេខគ្រូខាងនោះហើយខ្ញុំបាន message ទៅសួរពួកគាត់ដូចគ្នាហើយពួកគាត់ថាមិនអនុញ្ញាតនោះទេពួកគាត់មិនមែនជាគ្រូអាជីពនោះទេហើយគាត់ក៏មិនចង់បង្ហាញខ្លួនដែរអញ្ចឹងគាត់មានអាជីពរបស់គាត់រៀងៗខ្លួនអញ្ចឹងហើយក្នុងករណីនេះខ្ញុំអត់មានជំរឿអីក្រៅអំពីរក្សាឯកជនភាពរបស់ពួកគាត់ដោយឡែកនៅអេពីសូតទី8នេះគឺខ្ញុំមានវាគ្មិនពិសេសដែលសុកគាត់ឆាត់មកខ្ញុំគឺចម្លែកខ្លាំងមែនតើដែលគាត់ឆាត់ថាតើគាត់អាចចូលរួមរដូវកាលទី3បានអត់ខ្ញុំគ្រាន់តែឮហើយគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើរីករាយនឹងទទួលដៃពីរតោះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបង អញណែនាំខ្លួនបានទេអូខេខ្ញុំឈ្មោះ David ហើយខ្ញុំជាDOP តែយើងទៅតែ start ទេយើងគាត់ថាយើង junior ដោយសារក្នុង industry ហ្នឹងវាមានអ្នកដែលគាត់មានបទពិសោធន៍ច្រើន អូខេ DOP ស្អីគេទៅ DOP DOP ហ្នឹងយើងនិយាយថា director of photography មួយយើងថាអ្នកដឹកនាំប្លង់ថតទៅលើរូបថតឬក៏រូបវីដេអូ It's both ហូបក៏ត្រូវការ DOP វីដេអូក៏ត្រូវការ DOP ដែរមែនតើការងារហ្នឹងគឺរបៀបមិនទៅអាចរៀបរាប់ខ្លះបានទេព្រោះខ្ញុំជឿជាក់ថាបងប្អូនជាច្រើនស្គាល់តែដៃកាមេរ៉ាមែនតែប៉ុណ្្នឹងអ្នកថតជាងថតវីដេអូជាងថតរូបថតតែប៉ុណ្្នឹងឯងដល់ពេលយើងប្រើប្រាស់ភាសាបច្ចេកទេសថា DOP តើការងារហ្នឹងគឺរបៀបមិនដែរមែនតើការងារ DOP ហ្នឹងវាមកជាងអ្នកថតគាត់នៅតែថតតែប៉ុន្តែនៅក្នុង role នៅក្នុងproject មួយយ៉ាងណា project ថតមួយចុះអញ្ចឹងវាមានdepartment ច្រើនវាមានក្រុមការងារច្រើនហើយតួនាទីក៏ខុសគ្នាដែរអញ្ចឹងDOP ហ្នឹងបើពីអីដែលខ្ញុំកំពុងតែធ្វើហើយយើងកំពុងតែរៀនហ្នឹងគឺmore likely យើងធ្វើទៅលើនៅពេលដែលយើងបានscript បានសាច់រឿងពីproducer ពី director យើងមាន visual ពី director មកគឺយើង turn អីទាំងអស់ហ្នឹងទៅជាប្លង់ថតវិញអូខេ make it as a visual យើងចឹងបានថាយើងជាអ្នកកាន់កាមេរ៉ាតែម្ដងបើខ្ញុំនិយាយពី production ធំណាយើងអ្នកកាន់កាមេរ៉ាឬក៏យើងអង្គុយនៅពីក្រោយ monitor it can be both sometimes យើងអាចនឹងអង្គុយនៅចិត្ត director នៅចិត្ត client នៅចិត្ត producer ដើម្បីយើងនិយាយគ្នាទៅលើប្លង់ឬមួយក៏យើង operate កាមេរ៉ាខ្លួនឯងមកmostly យើងឃើញDOP គឺ operate កាមេរ៉ាខ្លួនឯងមកអត់សូវមាន operator ឯងយូរយើងឃើញមានម្ដងឬមួយក៏ project ណាដែលវាច្រើនវាមាន B cam C cam ទៀត cam A cam B cam ទី3 cam ទី4ទៀតចឹងណាហ្នឹងបាទចឹងបានន័យថាមានកាមេរ៉ាមួយដែលយើងអ្នកកាន់ផ្ទាល់ហ្នឹងហើយបងយើងអាចកាន់ផ្ទាល់ឬមួយក៏ project ខ្លះយើងអត់កាន់ផ្ទាល់ទេប៉ុន្តែយើងអ្នក monitor ទៅលើ frame ហ្នឹងថាអូខេ camera operator ត្រូវធ្វើ frame ហ្នឹងតាមយើងគេថាយើងអ្នក visual ហ្នឹងថាអូខេប្លង់ហ្នឹងត្រូវ movement កាមេរ៉ាយ៉ាងម៉េចតួគាត់ត្រូវដើរប៉ុណ្ណា frame យើងត្រូវ lock
movement យ៉ាងណាអញ្ចឹង shot size យើងប៉ុណ្ណាអញ្ចឹងអាហ្នឹងយើងអ្នក lock ខ្លួនឯងហើយតបមកមាន operator ទេគាត់ចាំធ្វើអាហ្នឹងឲ្យយើងបើមិនយើងអត់ operate ខ្លួនឯងទេ បើខ្ញុំស៊ីជម្រៅទៅលើការងារបន្តិចដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបមុននឹងយើងចូលដល់រឿងរន្ធត់ព្រោះអានេះជាចំណេះដឹងមួយផ្នែកដែរការងារនឹងពិបាកប៉ុណ្ណាដែរ មែនតើទៅវាពិបាកបងបើសិនជាយើងគិតទៅលើការធ្វើវាពិបាកហើយវាច្រើនទៀតវាមានច្រើនជ្រុងទៀតជាក់ស្ដែងបើដូចខ្ញុំអត់ដែរទៅធ្វើទៅលើរឿងធំ feature film អីទេដោយសារយើងនៅក្មេងខ្ចីដែរប៉ុន្តែតាមអីដែលខ្ញុំធ្វើរហូតមកឥឡូវហ្នឹងយើងត្រូវដឹងថាអូខេ direction វាទៅយ៉ាងណាពី director មកបន្ទាប់មកយើងយកអាហ្នឹងមកបាន turn អាហ្នឹងទៅជា visual របស់យើងវិញនិយាយថាអូខេដូច director គាត់ចង់បាន scene ហ្នឹងពេលយប់តួហ្នឹង emotion យ៉ាងណាអញ្ចឹងយើង turn អាអីដែលគាត់ចង់បានហ្នឹងទៅជា visual ឲ្យគាត់ឃើញថាអូខេ scene ហ្នឹងអញ្ចឹង emotion ហ្នឹងវាត្រូវមួយ color tone ហ្នឹងវាត្រូវមួយអីអស់ហ្នឹងអាជាការងារជាការងារ DOP អញ្ចឹង DOP គឺសំដៅទៅលើការរៀបភ្លើងទៅអីដែរឬក៏មានអ្នកផ្នែកមួយទៀតយើងអត់រៀបភ្លើងប៉ុន្តែយើងអ្នកយើងមាន gaffer ហ្នឹងគឺគាត់ជាក្រុមការងារបច្ចេកទេសភ្លើងនៅក្នុងហ្នឹងវាមាននៅក្នុង department ហ្នឹងវាមាន gaffer ហើយនិង grip and lighting department ហ្នឹងអញ្ចឹងគាត់អ្នកឡើងទៅសេរីភ្លើងមិនយើងចង់បាន mood tone យ៉ាងណាយើងប្រាប់ខាង gaffer គាត់ set អាហ្នឹងឲ្យតោះមកយើង adjust ថាអូខេភ្លឺប៉ុណ្ណឹងបានហើយភ្លឺប៉ុណ្នេះអត់ទាន់ត្រូវទេ something ដូចអាហ្នឹងអញ្ចឹងគាត់ចាំស្ដាប់យើងប៉ុន្តែ everything ចេញពីយើងទៅអូយស្មុគស្មាញណាស់ព្រោះសារតែ podcast មួយនេះភ្លើងទៅពីរគ្រាប់មាន background មួយហើយចប់តែដល់ពេលនៅក្នុង set top វាមានច្រើនយ៉ាងហ្នឹងហើយ DOP មួយគាត់មាន style ខ្លួនឯងអញ្ចឹង the way they ធ្វើអាហ្នឹងគាត់មាន style របស់គាត់ហ្មងនិយាយទៅ DOP ណាគាត់មាន style ខ្លួនឯងដែរមាន technique ខ្លួនឯងមានអីខ្លួនឯងអញ្ចឹងអូខេអរគុណច្រើនមែនទែនសម្រាប់ការរៀបរាប់អំពីការងារបច្ចេកទេសមួយចំនួនជូនទៅបងប្អូនទាំងអស់គ្នាក៏ឲ្យខ្ញុំបានដឹងដែរបើសិនជាយើងបកទៅរឿងអបិយជំនឿវិញ Yes អូយើងចូលស្នូលថ្ងៃរឿងខ្ញុំចង់ដឹងថាអញ្ចឹងការងារខ្ញុំជឿជាក់ថាអញ្ចឹងការងារអ្នកកាន់កាមេរ៉ាគឺមានការចោះទៅព្រៃថតឬក៏ទៅតំបន់ប្លែកៗដើម្បីថតទៅបើសិនជាខ្ញុំមុននឹងចូលដល់ការងាររបស់យើងថយក្រោយមកអស់តើបទពិសោធន៍របស់ David បានជួបប្រទះជាមួយនឹងរឿងអមនុស្សចាប់តាំងពីពេលណាមកតាមពិតទៅបើយើងរាប់ថាយើងឃើញរឿងអបិយជំនឿទាំងអស់ហ្នឹងតែបើវាតាំងពីក្មេងហើយប៉ុន្តែមកពីយើងអត់ចាប់អារម្មណ៍វាក្មេងប្រហែលប្រហែល let's say 5 6ឆ្នាំអ្នកទី1អ្នកទី2តាមពិតពេលហ្នឹងយើងឃើញនេះឃើញនោះប៉ុន្តែយើងអត់ចាប់អារម្មណ៍ពីវាហើយអ្នកផ្ទះគ្រួសារគាត់អត់និយាយអីដែរគាត់ថាវាអត់មានអីទេអញ្ចឹងយើងក៏អត់អីដែរទៅតែបើយើងអត់ចង់អត់ចេះគិតពីវាដែរយើងនៅក្មេងគិតតែពីលេងអញ្ចឹងក្នុងករណីនេះហើយពេលណាដែរដែលយើងទទួលស្គាល់ថារឿងអបិយជំនឿពិតជាមានពិតទីពេលខ្ញុំរៀនទី11យ៉ាពី somewhere ម្ដុំហ្នឹងម្ដុំទី10ទី11អីឡើងមកហ្នឹងតើមានរឿងអ្វីកើតឡើងដែលពេលហ្នឹងដែលគួរនិយាយថាគ្រួសារប្រាប់ថាកុំគិតនៅក្នុងលោកហ្នឹងអត់មានខ្មោចទេដើម្បីបលួងចិត្តកូនកុំឲ្យខ្លាចណាប៉ុន្តែកលៈទេសៈមួយហ្នឹងគឺអត់ទេប៉ាម៉ាក់មានតើកលៈទេសៈមួយណាខ្ញុំចាំពេលហ្នឹងខ្ញុំដូរសាលាខ្ញុំដូររៀនពីភ្នំពេញទៅខេត្តដែរខ្ញុំទៅកំពង់ចាមតែបើទៅពេលវាធម្មតាគេមានតែសិស្សដែលរៀនពីខេត្តគេបកមកភ្នំពេញតែខ្ញុំអត់ទេខ្ញុំពេលហ្នឹងខ្ញុំរៀនត្រឹមទី9នៅភ្នំពេញ and then ខ្ញុំទៅរៀននៅខេត្ត2ឆ្នាំ11អញ្ចឹងអំឡុងពេលដែលខ្ញុំទៅខេត្ត2ឆ្នាំហ្នឹងឯងដែលខ្ញុំមានអារម្មណ៍ថាអាហ្នឹងមិនមែនដូចគាត់និយាយទេវាថាអាហ្នឹងមានមែនតើហើយអីដែលយើងឃើញនឹងភ្នែកយើងហ្មងថាមែននេះអាហ្នឹងមែនតើអីអាហ្នឹងមែនតើអីតើសាច់រឿងមួយនេះជាសាច់រឿង Snow នៅក្នុងអ្វីដែល David នឹងចែករំលែកឬក៏អាហ្នឹងរឿងឈុតឆាកខ្លីៗតែក៏ខ្លីៗតិចៗទេតើពេលនោះឃើញបែបណាខ្ញុំចាំពេលហ្នឹងខ្ញុំនៅសាលាហើយវាលេតម៉ោងរៀនអីព្រោះយើងរៀនគួរអញ្ចឹងរៀនគួរវារៀនគួរវា5 6 7អីអញ្ចឹងតំណខ្ញុំចេញពីរៀនវាម៉ោង7អីហើយពីថ្នាក់ដែលខ្ញុំរៀនគួរថ្នាក់វានៅក្រោយវានៅខាងក្រោយអញ្ចឹងតំណដើរមកដល់កន្លែងផ្ញើម៉ូតូកន្លែងដែលយកម៉ូតូហ្នឹងវានៅបណ្ណាល័យវានៅមុខវិញបាទអញ្ចឹងម្លងពេលដែលយើងដើរមកហ្នឹង
វាមានថ្នាក់ហ្នឹងមែនតើគេរៀនទេគេរៀនធម្មតាប៉ុន្តែពេលយើងដើរមកដល់ហ្នឹងវាឲ្យអារម្មណ៍ថាមានមនុស្សទៀតមានមនុស្សក្នុងថ្នាក់ហ្នឹងដែរមានមនុស្សក្នុងថ្នាក់ហ្នឹងថ្នាក់ហ្នឹងអត់បិទទ្វារថ្នាក់ហ្នឹងបើកទ្វារធម្មតាប៉ុន្តែវាល្ងឹតទេទាំងពេលហ្នឹងគឺអស់សិស្សអត់មានអាគេរៀនគួរទេ អត់មានមានថារៀនគួរតែថ្នាក់ខ្ញុំហើយពេលដែលចេញមកហ្នឹងខ្ញុំដើរមកមួយមិត្តភ័ក្តិទេវា3 4នាក់ដើរជុំគ្នាទេប៉ុន្តែយើងធម្មតាយើងមិនដើរស្មើគ្នា បាទមានក្រួយ អ្នកទៅមុខគេទៅមុខទៅខ្ញុំដើរទៅ and then ក៏មានអារម្មណ៍តិចស៊ុបហ្មង មកដល់ចំណុចបន្ទុំហ្នឹងគឺមានអារម្មណ៍តិចស៊ុបដូចអីបុកមកឡើងជាក់ខ្ញុំឡើងថ្មឹងមិនបាទវាមានអីមួយយ៉ាងដែលតាក់ភ្នែកខ្ញុំទៅមើលថ្នាក់ហ្នឹងឯងខ្ញុំដើរថៃខ្ញុំត្រូវទៅមើលថ្នាក់ហ្នឹងឯងសុកខ្ញុំងាកទៅខ្ញុំងាកមើលទៅថ្នាក់ហ្នឹងហេ in the dark បាទធម្មតានៅក្នុងសាលារដ្ឋវាមានភ្លើងអីខ្លាំងមានអាភ្លើងនៅតាមផ្លូវអីចឹង in the dark ខ្ញុំឃើញមានស្រមោលមួយនៅក្នុងថ្នាក់ហ្នឹងមកជាស្រមោលបែបណាដែរជាស្រមោលមនុស្សជាមានស្រមោលសត្វជាជ្រងរបៀបម៉េចដែរយើងមើលច្បាស់ថាវាអីវានៅខាងក្នុងពេកហិចខ្ញុំមិនញោបហើយខ្ញុំមិនញោបតាំងថ្នាក់ទី6ម៉េចអញ្ចឹងនាំដល់ធំខ្ញុំមិនញោបមើលអត់សូវឃើញទេខ្ញុំឃើញពីចង្អែតទៅឃើញស្រមោល and then ខ្ញុំថាមិនបានខ្ញុំឃើញស្រមោលហ្នឹងខ្ញុំកេះពុកម៉ាក់ខ្ញុំពុកម៉ាក់ខ្ញុំអត់តន់ទៅទេខ្ញុំកេះសួរមានឃើញអីអត់ខ្ញុំសួរដឹងហ្មងព្រោះថាខ្ញុំចង់ដឹងថាអីគេខ្ញុំសួរហើយមានឃើញអីអត់ឲ្យវាថាអត់ទេអត់មានឃើញអីទេអញ្ចឹងឡងពេលដែលយើងមិនងាកគ្នានិយាយអញ្ចឹងrightអញ្ចឹងនិយាយងាកទៅវិញអត់មានអីមកតទេស្អាតតទេឡតអត់មានអីសោះហ្មងងាត់ឈឹងហ្មងហើយអានេះដែលដើរមុនយើងហ្នឹងទៅអស់អាលីងហ្មងខ្ញុំសល់តែខ្ញុំ2នាក់អាហ្នឹងឯងតែខ្ញុំរត់ហ្នឹងរត់ហ្មងហត់ទៅអត់ចង់ដឹងរឿងអីទាំងអស់គឺរត់ហ្មងហើយតាំងពេលនោះមានថាអញ្ចឹងមិនមែនអត់មានទេដឹងថាមានអីហើយតាំងពីពេលហ្នឹងមកក៏ខ្ញុំចាប់ឡើងរៀងងាអត់ហ៊ានចេញទៅណាដែរស្ងាត់សំបីទៅទប់ទឹកអត់ហ៊ានទៅដែរទៅទប់ទឹកក៏វាអត់តមានគ្នាមិនទៅបានយល់អញ្ចឹងតើនេះបើខ្ញុំរៀបរាប់បើការជឿឬក៏មានសេចក្តីជំនឿទៅលើអារឿងអវិញ្ញាណឬអមនុស្សហ្នឹងណាហេតុការណ៍មួយនេះដូចជាការបើកទំព័រអញ្ចឹងហ្នឹងហើយដូចព្រិចឈ្មោះបើកទំព័រថាមានទេណាចាប់បានមានហើយចុះមានអាណាដែលមានហេតុការណ៍ណាដែលធ្វើឲ្យយើងដឹងថាមានពិតប្រាកដ 100% មានតែអាហ្នឹងខ្ញុំមកពេញវិញហើយថ្នាក់ទី12បាទថ្នាក់ទី12ពេលហ្នឹងវាមិនមែននៅក្នុងវា happening នៅក្នុងសាលាដដែលខ្ញុំអត់ចេញមួយសាលាខ្ញុំរៀនអញ្ចឹងពេលដែលអំឡុងពេលដែលខ្ញុំរៀនហ្នឹងវាថ្ងៃត្រង់ឯងប៉ុន្តែយើងឃើញថាថ្ងៃត្រង់ហ្នឹងហ្មងអត់មិនចាំដល់ល្ងាចយប់អីថ្ងៃត្រង់ហ្មងពេលហ្នឹងខ្ញុំទៅកតុបទឹកសាលាតែកតុបទឹកសាលាវាមិនស្អាតអីណាទេសាលារដ្ឋណ៎ណាសាលារដ្ឋអញ្ចឹងកតុបទឹកហ្នឹងវាចូលនៅក្រុមអាគារអញ្ចឹងវាចូលទៅក្រុមចដាចូលទៅខាងក្នុងទៅអញ្ចឹងនៅក្នុងកតុបទឹកហ្នឹងកាលហ្នឹងយើងគិតថាវាអត់អីហើយយើងទៅតែម្នាក់ឯងតាមដាប្រមិនដូចស្រីទៅមានគ្នាច្រើនឯហ្នឹងហើយអញ្ចឹងទៅតែម្នាក់ឯងទេអញ្ចឹងក្នុងពេលដែលខ្ញុំឈរបត់ជើងហ្នឹងខ្ញុំយឺសលេងគេបិទទ្វារបិទមកហឹងដៃអាបិទដាំងហ្មងហ្នឹងហើយបិទដាំងខ្ញុំភ្ញាក់តែសារខ្ញុំក៏នៅក្នុងអាទ្វារអញ្ចឹងដូចគ្នាបាទបិទដាំងខ្ញុំក៏ឆ្ងល់ណាចំពីណាគេក៏បញ្ញាប់ម៉េះបញ្ញាប់ខ្លាំងប៉ុណ្ណាបើថាហត់តែវាហត់អត់តប៉ុន្តែខ្ញុំអត់លឺសលេងហត់ទេមិនលឺសលេងហត់ទេទាំងអស់ប៉ុន្តែខ្ញុំលឺសលេងបិទទ្វារបិទមកទៅហឹងដៃខ្ញុំដាំងហ្នឹងពេលហើយអូខេខ្ញុំអត់មានទេខ្ញុំក៏ចេញមកវិញហើយខ្ញុំដើរឆ្កឹះទ្វារខ្ញុំដើរហ៊ុញទ្វារអត់មានទ្វារណាមានមនុស្សទេអត់មានមនុស្សទាំងអស់តែជាខ្យល់ទេខ្ញុំគិតថាមិនខ្យល់ទេហេតុអ្វីបានអះអាងថាមិនមែនជាខ្យល់បើខ្យល់យ៉ាងណាក៏យើងមានអារម្មណ៍ថាអូវាមានខ្យល់មកប៉ះជើងយើងអីតិចតួចដែរបើសិនជាខ្យល់មកខ្លាំងប៉ុន្តែខ្ញុំគិតថាវាមិនមែនខ្យល់អាសាពេលហ្នឹងវាមិនមែនខែធ្លាក់ខ្យល់ខែក្តៅខែដូចខែចូលឆ្នាំចិត្តចូលឆ្នាំខែក្តៅខែក្តៅអញ្ចឹងខ្ញុំគិតថាវាមិនមានខ្យល់អីទេប៉ុន្តែបិទខ្លាំងអាហ្នឹងមួយវានិយាយថាអូមិនបានមានសលេងបិទមកហើយបិទខ្លាំងបែបបាទហើយបន្ទាប់មកមួយថ្ងៃហ្នឹងដដែលទេដល់ល្ងាចខ្ញុំនៅរៀនគួរទៀតព្រោះធម្មតាទៅរៀនគួរឯទី12អញ្ចឹងខ្ញុំនៅរៀនគួរប៉ុន្តែខ្ញុំទៅកតុបទឹកដដែលតែឡើងខ្ញុំទៅមានគ្នាម្ដងដោយសារវាយប់ហើយយើងស្រៀបសល់អារម្មណ៍អាពីខេតមកអញ្ចឹងយើងទៅកតុបទឹកទៅមានគ្នាម្ដងបាទប៉ុន្តែលើកហ្នឹងខ្ញុំទៅកតុបទឹកដដែលប៉ុន្តែលើកហ្នឹងឃើញវិញដោយសារយើងអត់ចូលកតុបទឹកយើងឈរខាងក្រៅធម្មតា
វាកន្ទប់ទៅវាមានមុខក្រួយមានពីរអញ្ចឹងអាខាងនេះបន្ទប់អាខាងនេះឥឡូវយើងឈរធម្មតា អូយល់ ហ្នឹងហើយអញ្ចឹងឈរកំពុងតែបត់ជើងហ្នឹងស្រាប់តែមានសក់ហ្មងសក់មកដុំហ្មងធ្លាក់ចុះមកខ្ញុំគិតថាខ្ញុំឃើញតែខ្ញុំទេខ្ញុំអត់ហ៊ានប្រាប់ដោយសារយើងឈរអត់ចិត្តគ្នាទៀតមានវាពេល4 5អញ្ចឹងពូម៉ែខ្ញុំឈរអាទី2យើងមកលោអាទី3ហើយខ្ញុំឈរអាទី4 ខ្ញុំយល់ ហ្នឹងហើយវាអញ្ចឹង បាទ អញ្ចឹងវាខ្ញុំមានអារម្មណ៍ថាមានសក់ធ្លាក់មកដុំកាត់មុខខ្ញុំហ្មងហើយខ្ញុំឈរបាត់ជើងហើយខ្ញុំភាំងខ្ញុំឈរធំហ្នឹងខ្ញុំងាកសួរពូម៉ាក់ខ្ញុំក៏ដូចគ្នាអាទឹកមុខដូចគ្នាហ្មងងាកទៅភាំងនឹងពីរអត់មានអីទេប៉ុន្តែខ្ញុំទទួលអារម្មណ៍ថាមានដៃមួយមកពីណាហើយស្ទាបស្មាស្ទាបពីស្មាយើងចុះទៅក្រោមអាស្ទាបឯងចេះ អូយបាទ ចឹងហ្មងចឹងឡើងព្រឺឡើងខ្វាំងខ្លួនហ្មងបញ្ញាបញ្ញាប់ហត់ចេញអារៀបហត់ចេញហ្នឹងយើងខ្លួនឯងហ្នឹងហត់ទៅយើងងាកនឹងឈរនៅកន្លែងហ្នឹងហ្មងកន្លែងតែខ្ញុំបាត់ជើងហ្នឹងគឺឈរហ្នឹងហ្មង ស្រីប្រុស ស្រីពាក់វាសអត់ឃើញមុខទេបាំងមុខអស់ហើយតែឈ បាំ រ ងដោយសក់ ហ្នឹងហើយឈរអោនមុខថ្មឹងនៅហ្នឹងមកហើយយើងពងយើងហើយយើងចេញទៅក្រៅខ្ញុំហត់ដាច់កង់ហត់ចោលហត់អត់ហ៊ានស្រែកទេខ្លាច់ផ្អើលគេអត់ហ៊ានស្រែកគេខ្ញុំចុះហត់ទៅដល់ថ្នាក់អត់ហ៊ានទៀតសុំគ្រូវិញកតាផ្ទះយកមកប្រែនហ្មង ចឹងមកដែរបងឥឡូវខ្ញុំសួរចែកវិញពេលដែលសក់ធ្លាក់មកជាសក់ដែលជាប់ក្បាលធ្លាក់មកឬក៏សក់ដែលឈ្មោលម្ដុំធ្លាក់មក ឈ្មោះដុំធ្លាក់មកបើសិនជាសក់មកដល់មកខ្ញុំហត់តាំងពេលហ្នឹងបាទ អញ្ចឹងបានកលេចមើលសក់ហ្នឹងទេថាពេលធ្លាក់ហើយនៅសក់ហ្នឹងនៅនឹងដែរ អត់មានទេប៉ុន្តែពូម៉ាក់ខ្ញុំឃើញផ្សេងអត់ឃើញតែខ្ញុំខ្ញុំឃើញសក់ម្ដុំធ្លាក់ហើយ បាទ ពូម៉ាក់ខ្ញុំឃើញសក់សំចុងចុះមកនេះក្បាលមនុស្សសំចុងក្បាលចុះក្រោមឃើញខុសគ្នា យល់ វាអត់ឃើញនឹងមុខវាប៉ុន្តែពេលវាងាកមកហៅខ្ញុំវាឃើញតែខ្ញុំឃើញសក់តែម្ដុំវាធ្លាក់ចុះមក កន្លែងដែលធ្លាក់គឺចំពីមុខយើងត្រង់ហ្មង ហ្នឹងហើយធម្មតាយើងបាត់ជើងយើងឈរមើលទៅអញ្ចឹងយើងមិនឈរមើល ហ្នឹងហើយ ស្ដាប់មើលហ្នឹងហើយអញ្ចឹងវាធ្លាក់ដូចអាសត្វអញ្ចឹងសត្វធ្លាក់អស់ អូយអូយ ហ្នឹងអាហ្នឹងហើយតាំងពីពេលហ្នឹងមកខ្ញុំថាអូអត់កើតទេខ្ញុំមានហើយ អូខេយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នានេះគឺជាបទពិសោធន៍របស់គាត់សម្រាប់អ្នកដែលរៀននៅគ្រប់សាលាគ្រប់វិទ្យាល័យអនុវិទ្យាល័យបឋមសិក្សាឬក៏សាកលវិទ្យាល័យដែលបងប្អូនទាំងអស់គ្នាមានបទពិសោធន៍អ្នកយាមបន្ទប់ទឹកបែបហ្នឹងសូមមេត្តាជួយចែករំលែកផងនៅក្នុងថ្ងៃនេះតើនឹងមានហេតុការណ៍អ្វីដែលព្រឺព្រួចខ្ញុំជឿជាក់ថាប្រកាសជាមានរឿងរ៉ាវដែលព្រឺព្រួចបំផុតសម្រាប់ David ដែរ ទៅបាន David អាច message មកសួរខ្ញុំថាខ្ញុំអាចចែករំលែកបានអត់ពួកខ្ញុំរងចាំថាតើសាច់រឿងនេះនឹងមានពិស្ដារបែបណាតែសាច់រឿងមួយនេះគឺស្ថិតនៅក្នុងពេលដែល David ធ្វើការជាផ្នែក production ហើយឬក៏មុន វានៅក្នុងអំឡុងពេលហ្នឹងដោយសារខ្ញុំ start ធ្វើថតហ្នឹងតាំងពី2018 I think បាទ សំរាប់ពេលហ្នឹងយើង start ហើយមានតែពិតយើង start មុនហ្នឹងទៀតខ្ញុំចង់ថតរូបហ្នឹងតាំងពីខ្ញុំរៀនទី12ពេលខ្ញុំរៀនទី12ហ្នឹងទី11ហ្នឹងខ្ញុំចាប់ដើមឃើញកាមេរ៉ាតំណងចង់ថតហូរហែរហូតដល់2017 ហ្នឹងមកខ្ញុំ start ចូលទៅធ្វើការអញ្ចឹងធ្វើការហ្នឹងយើងធ្វើ freelance ផងយើងធ្វើនៅក្នុងក្រុមហ៊ុនផងអញ្ចឹងណាបង ហើយនេះគឺជាចំណុចចាប់ផ្ដើមនៃរឿងរន្ធត់ទាំងអស់ទៅហ៎ យ៉ាអាចថាចឹងបានហ្នឹង អូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំទុកឱកាសនេះទុកវេទិកានេះជូនទៅ David អូខេអញ្ចឹងរឿងហ្នឹងកាត់ឡើងនៅពេលខ្ញុំទៅថត event ហើយវា អាចបញ្ជាក់ផងបានទេតែ event នេះនៅកន្លែងណាពេលណាឆ្នាំណា event ហ្នឹងនៅសៀមរាបហើយឆ្នាំប្រហែលពាក់កណ្ដាលឆ្នាំ2018 I think ហើយប៉ុណ្ណឹងដោយសារevent ហ្នឹងជា conference ប៉ុន្តែគេធ្វើនៅសៀមរាបហើយពេលហ្នឹងខ្ញុំធ្វើការ full time អញ្ចឹងខ្ញុំធ្វើជាអ្នកថតហ្នឹងហើយដោយសារយើងអត់ទាន់មិនដឹងថាអី DOP ហ្នឹងទេអញ្ចឹងយើងគ្រាន់តែទៅថតទេអញ្ចឹងយើងទៅថត event ហ្នឹងអញ្ចឹងខ្ញុំទៅ event ហ្នឹងមានឈ្មោះ team ខ្ញុំទៅមាន
3 នាក់ វីដេអូ 2 នាក់ photo 1 នាក់ហ្នឹងហើយអញ្ចឹងម្លងពេលដែលយើងទៅថតហ្នឹងអត់មានអីកើតឡើងទេម្លងពេលពីបំពេញទៅដល់សៀមរាបអត់មានអីទេប៉ុន្តែពេលទៅដល់ទស្សនៈ អូគេនៅផ្ទះទៅសំណាក់ ហ្នឹងហើយដោយសារតែពេលហ្នឹងtransport ហើយនឹងអាញ៉ាំគេងអីហ្នឹងខាងក្រុមហ៊ុនគេអ្នកចាញ់ឲ្យអញ្ចឹងយើងអត់បាន secure ថាយើងរកផ្ទះខ្លួនឯងទេអញ្ចឹងគេឲ្យយើងដេកណាយើងដេកហ្នឹងហើយកាលហ្នឹងយើងទៅក្មេងៗដែរអញ្ចឹងយើងអត់ខលអីក៏បានដែរតែឲ្យតែបានដេកហ្នឹងហើយអញ្ចឹងទៅផ្ទះហ្នឹងហើយផ្ទះខ្ញុំផ្លិចផ្លូវឯងខ្ញុំចាំតែផ្ទះហ្នឹងបើសិនជាយើងដើរទៅចេញទៅដល់ Box Street ដូចគ្នានៅទៅដល់ Pub Street ដើរទៅពីក្រោយ Pub Street វិញតែខ្ញុំអត់ចាំនៅឡែកម្ដុំណា ហ្នឹងហើយអញ្ចឹងនៅបរិវេណខាងក្រោយ Pub Street យ៉ាវានៅពីក្រោយ Pub Street យើងថាអូខេនៅពីក្រោយ Pub Street អញ្ចឹងពេលទៅដល់ផ្ទះកន្លែងដែលយើងគេងហ្នឹងពួកគាត់ចូល check in ហើយអញ្ចឹងមានខាង team ការងាររបស់គេហ្នឹងគាត់ទៅរៀបចំសោឲ្យយើងយកសោយកអីចឹងស្រាប់តែពេលហ្នឹងខាងអូតែហ្នឹងគេប្រាប់ថាបងខ្វះកតុបមួយហើយអូតែហ្នឹងវាទស្សនៈវាពីរជាប់គ្នាមុខទល់មុខគ្នាអញ្ចឹងហើយពួកគាត់យកទាំងពីរផ្ទះប៉ុន្តែអាកន្លែងដែលខ្ញុំចូលហ្នឹងក៏ប្រាប់ថាអស់បន្ទប់ហើយអញ្ចឹងខ្ញុំរៀងពិបាកដែរខ្ញុំក៏សួរថាបងបើសិនជាអស់បន្ទប់ពួកខ្ញុំសម្រាប់នៅណាពួកខ្ញុំត្រូវសម្រាប់ដែរអញ្ចឹងគាត់ថាឥឡូវចាំតិចគាត់ទៅសួរបន្ទប់នៅផ្ទះទល់មុខហ្នឹងហើយអញ្ចឹងគាត់ទៅមកសន្ទុះដល់ពេលគាត់មកវិញគាត់ថាខាងនោះក៏អស់ដែរចាំមើលគាត់ជួយសេរីឲ្យខ្ញុំលឺអាសេរីហ្នឹងខ្ញុំចាប់ដើមអញមិនត្រូវសេរីកតុបមិនបាត់ត្រូវសេរីបន្ទប់អញខ្ញុំអ្នកតើខ្ញុំត្រូវមានបន្ទប់សម្រាប់ពួកខ្ញុំ stand by មួយតាក់សាក់ថ្មសម្រាប់អីចឹងទៅប៉ុណ្ណែនហើយមិនត្រូវសេរី ហ្នឹងហើយ សេរីដូចសេរីតុកហើយបាទ ប៉ុណ្ណែនហ្នឹងមិនត្រូវសេរីបន្ទប់ឲ្យខ្ញុំទៅអីបានប្រហែល let's say 15នាទី I think មានបុគ្គលិកខាងទស្សនៈហ្នឹងក៏ប្រាប់ថាឥឡូវពួកខ្ញុំមានបន្ទប់មួយបងប៉ុន្តែគាត់និយាយយ៉ាងគាត់ថាគាត់មានបន្ទប់មួយបងក្រែ2មួយថ្ងៃទៅសម្រាប់បន្ទប់ហ្នឹងទៅពួកខ្ញុំរៀបចំហើយខ្ញុំក៏ឆ្ងល់មិនបានត្រូវរៀបចំហើយវាពេលគេនិយាយអីទៅខ្ញុំចេញសំណួរក្នុងគ្រូក៏បានមិនបានត្រូវរៀបចំហើយអញ្ចឹងតែបន្ទប់ហ្នឹងមុនហ្នឹងអត់រៀបអីចាអញ្ចឹងខ្ញុំក៏អត់ដឹងធ្វើម៉េចទេក៏សម្រេចចិត្តថាអូខេយកបន្ទប់ហ្នឹងទៅទៅមើលដេកទៅវាដេកមកយប់ទេមកយប់ទេអត់អីទេអញ្ចឹងក៏ទៅអញ្ចឹងឡងពេលដែលទៅបន្ទប់ហ្នឹងវាខុសប្រក្រតីតាំងពេលទៅបាទហើយអូតែហ្នឹងចតាវាឡើង2ចេះចតាយន្តនៅកណ្ដាលអូយល់អញ្ចឹងចតាវាមានខាងឆ្វេងហ្នឹងស្ដាំផងកតុបហ្នឹងដើរឡើងអាឆ្វេងហ្នឹងទៅដើរទៅកតុបហ្នឹងនៅកន្លែងហ្នឹងមកមានថាចតាហ្នឹងកោងឡើងអញ្ចឹងហើយអញ្ចឹងឡើងកោងទៅដល់បន្ទប់ហ្នឹងមកបន្ទប់នៅគៀនហ្នឹងមិនបុកមិនអីអត់បុកអីទាំងអស់ប៉ុន្តែនៅក្លៀតនេះនៅជាប់ចរាហ្នឹងហើយជាប់ចតាហើយបន្ទប់ហ្នឹងខ្ញុំភ្លេចលេខតែបើមិន103 113 I think វារបៀបលេខអញ្ចឹងយល់ហ្នឹងហើយវាខ្ញុំវិញ103 113ខ្ញុំអត់ចាំលេខទេខ្ញុំភ្លេចលេខទេស្អាតហើយវាយូរហើយអញ្ចឹងខ្ញុំក៏ឃើញលេខខ្ញុំចុងមែនវាពួកខ្ញុំសើមើលមុខហ្នឹងឥឡូវមិនដេកអត់កើតទេអញ្ចឹងទៅចូលដេកទៅធ្វើតាមទម្លាប់ទម្លាប់ហ្នឹងអ្នកទាំងចាញ់តែប្រាប់thôiតែទៅណាកូនឯងទៅណាចូលកតុបចូលអីគោះទ្វារទៅគោះទ្វារ3ដងទៅខ្ញុំក៏ធ្វើតាមគាត់ទៅគោះហើយតមកបើកទ្វារពេលដែលបើកទ្វារខ្ញុំទទួលអារម្មណ៍មួយគឺក្តៅហប់ឈឹងហ្មងហើយបន្ទប់ហ្នឹងមែនតើទៅមានប្អួយទេហ្នឹងបើកទៅចេញក្រៅប៉ុន្តែពេលបើកទ្វារបន្ទប់ទៅគឺហប់ហ្មងខ្ញុំទទួលអារម្មណ៍មួយថាចុងបន្ទប់ហប់មាំហប់ដូច steam អញ្ចឹងណោះហ្នឹងហើយហប់ដូច sauna បាទជះកម្ដៅមកហ្មងភពមកចំយើងហប់អត់មានអីទេដាក់សោបើកភ្លើងទៅសម្រាប់ទៅអញ្ចឹងទស្សនវិជ្ជាបន្ទប់ចូលទៅមានបន្ទប់ទឹកចូលទៅបន្ទប់ទឹកនៅស្នាមដៃបាទចូលទៅទៀតមានទូដាក់ទូបាទនៅឆ្វេងដៃហើយខែនៅស្នាមដៃហ្នឹងហើយអញ្ចឹងខែ2មានខែមួយចំកញ្ចក់ហ្មងកញ្ចក់ហ្នឹងគឺកញ្ចក់ទូសំអាងហ្នឹងហើយកញ្ចក់ធំមួយហ្នឹងគឺចំខែហ្នឹងបាទហ្នឹងហើយអញ្ចឹងពួកខ្ញុំ3នាក់ចាប់ដើមនិយាយគ្នាណាដេកកញ្ចក់ណាឡើយណាដេកណាពុំអាមួយបុកកញ្ចក់អាមួយបុកទូបើគិតពី reflection ណាទាំងពីរទេគ្រាន់តែមួយចាំងសមួយចាំងខ្មៅទេវាចាំងដូចគ្នាទេអញ្ចឹង2នាក់អញអត់ដេកទេអាកញ្ចក់ហ្នឹងឯងដេកទៅ
đi từ chọn từ nhóm có ẩn một nhưng mà tha bữa ắt té ắt từ trong nhóm đi nhóm cố đi từ ធ្វើការលះបង់ហ្នឹងណា lẻ ba ngày thôi mà tê bờ đi khẽ mũi đi bay nẹt bị đẹp cái vì ít bị khẽ tui bị chắc đi bay nẹt cái chẳng nhóm có đi nè khăn trời chẳng đặt hiệp xong hiệp ấy chẳng tới hay tọt máu nhóm do cạch sang từ băng cái chợ nhóm số cạch sang băng cái chợ nó យល់ nè ngày dừng lại đấy chẳng dừng số thấy việc bà hai ba nó dừng bà hai nhưng kịp cạch sang nó trôi tới rồi បាទ ហ្នឹងហើយខ្ញុំត្រឡប់បើខ្ញុំទៅក្នុងកតុបខ្ញុំអត់ពាក់វ៉ែនតាខ្ញុំដោះវ៉ែនតាទុកលើតុហ្នឹងហ្នឹងហើយខ្ញុំមកកន្លែងសម្រាប់បើសិនជាហ្នឹងវាបើជើងពី direction សិនតែជាវាអត់ត្រូវបាញ់ទៅកញ្ចក់ហ្នឹងទេអត់ត្រូវបាញ់ទៅកញ្ចក់នោះឲ្យ30%នេះស្នាមដៃមិនខែខ្ញុំគេហ្នឹងហើយអញ្ចឹងសិនជានៅពីលើហ្នឹងហ្មងអញ្ចឹងបើវាបាញ់ទៅវាត្រូវទៅខាងនោះហើយ ទៅខែមួយទៀត ហ្នឹងហើយ បាទ direction ទៅខែមួយទៀតទេអញ្ចឹងយើងចុចបើសិនជាហ្នឹងបើសិនជាពើកញ្ចក់ខ្ញុំធ្លាក់ឥឡូវបើ logic កសែងនឹងធ្លាក់ត្រូវប៉ះវ៉ែនតាខ្ញុំហី at least ក៏ទាញក៏កធាក់វ៉ែនតាខ្ញុំទៅមិនតិចដែរ វ៉ែនតាដាក់នៅកន្លែងណាធ្ពក់ជាមួយនឹង អាហ្នឹងកញ្ចក់វាមានតុកខ្ញុំដាក់វ៉ែនតាលើតុកហ្នឹង តុកសំអាង ហ្នឹងហើយមុខកញ្ចក់ហ្នឹងហ្មងព្រោះខ្ញុំតឡតតែខ្ញុំដល់កន្លែងសម្រាប់អញ្ចឹងខ្ញុំដាក់ហ្នឹងហ្មងខ្ញុំដោះទៅដៃខ្ញុំតឡតត្រឹមដៃខ្ញុំដាក់ដៃហ្នឹងប៉ បាទ អញ្ចឹងបើ logic ហ្មង at least ក៏វាធ្លាក់មកហើយវាប៉ះវ៉ែនតាហ្នឹងដែរ ហ្នឹងហើយពូវាធ្ងន់អញ្ចឹងវាត្រូវរសាត់ខ្លះ ហ្នឹងហើយ វ៉ែនតាហ្នឹង ហ្នឹងហើយអត់ប៉ះទេធ្លាក់ទៅដល់អីមកអត់ប៉ះវ៉ែនតាខ្ញុំទេ កសែងងូតទឹកហ៎ ហ្នឹងហើយវាធ្ងន់ណាស់ទៅបីខ្ញុំក៏អាហ្នឹងធ្ងន់ណាស់មិនបានអត់ប៉ះអញ្ចឹងវាធ្លាក់រូដល់អីមក វាអត់មានហេតុផលតាំងពីចុចបើកតេឡេហ៎ គាត់ថាវាអត់ logic តាំងវាចុចបើកតេឡេព្រោះបន្ទប់ហ្នឹងចូលមកហប់ទេអត់បើកប្អួយអីទាំងអស់ហើយបើបើកប្អួយក៏អត់ត្រូវមានខ្យល់បុកមកខាងហ្នឹងវិញ វាអត់មានករណីហ្នឹងទេព្រោះពេលដែលយើងគៀបទៅគឺវាគៀបជាប់កញ្ចក់ទៅវាធ្ងន់ហ្នឹងហើយគៀបជាប់ហ្នឹងហើយខ្ញុំយល់ តែមិនបាត់ធ្លាក់មកពួកខ្ញុំមើលមុខគ្នាទាំង3ហ្មងវានៅភ្នែកទាំង3នាក់ហ្នឹងហ្មងមើលមុខគ្នាសើហ្នឹងណាមិនឡើយវាអត់មានវាអត់ដឹងធ្វើមិនទេខ្ញុំឆាតទៅខ្ញុំរកឆាតទៅខាងអ្នកដែលហៅខ្ញុំមកថតហ្នឹងបងសុំដូរបន្ទប់ប៉ុន្តែយើងដឹងហើយថាបន្ទប់វាអត់មានបន្ទប់ដូរទេវាមានតែបន្ទប់ហ្នឹងទេអញ្ចឹងក៏អូខេអត់និយាយទេយកដាក់វិញហើយខ្ញុំអ្នកនិយាយមិនថាខ្ញុំមកធ្វើការទេកុំធ្វើអីខ្ញុំអីពួកខ្ញុំមកធ្វើការទេចប់ការងារពួកខ្ញុំផ្ទះវិញហើយកុំធ្វើអីពួកខ្ញុំអីអូខេ សន្តិភាព សុំតសុកទេអូខេអញ្ចឹងពីពេលហ្នឹងមកអត់តមានអីទៀតទេមួយទឹក everyone get ready ទៅ dinner អញ្ចឹងឡងពេលដែលទៅ dinner ហ្នឹងក៏អត់មានអីដែរហើយមកវិញតបមកអាយុហ្នឹងteam ពួកគាត់ហ្នឹងយើងស្រស់ស្រួលគ្នានិយាយគ្នាទៅ pub street ហ្នឹងអាហ្នឹងទៅ pub street អូខេ 3នាក់ណា ពួកខ្ញុំ3មាន team ពួកគាត់ទៀតអញ្ចឹងវាច្រើនគ្នាបើខ្សែជាង10នាក់អីយ៉ាងទៅ pub street ទៅអង្គុយញ៉ាំអីចឹងទៅអញ្ចឹងទៅញ៉ាំអីរហូតដល់រៀង late តិចឯប្រហែលម៉ោង11 12 I think ព្រោះស្អែកថត event ពីផឹកអញ្ចឹងចាប់ទៅក៏ទៅមកវិញពេលមកវិញហ្នឹងខ្ញុំចាំមកវិញហ្នឹងដើរកាត់លបងវត្តខ្ញុំអត់ចាំលវត្តអីទេតែដើរកាត់លបងវត្ត ខ្ញុំប្រហែលទីតាំងហើយ ត្រូវដើរកាត់លបងវត្តហ្នឹងហើយបាត់ឆ្វេងហើយដើរកាត់ផ្លូវលំហ្នឹងមួយទៀតផ្លូវតូចហ្នឹងមួយទៀតបានទៅដល់ផ្ទះសណាដែលសម្រាប់ហ្នឹង បាទ អញ្ចឹងរត់ដើរវាដើរអញ្ចឹងពេលដើរដល់មានបងមួយហ្នឹងគាត់រៀងស្វឹងគាត់ដើរគាត់ស្រែកឡេឡូហើយមកមិន10យប់ហើយថាអូយបងមិនស្អីធ្វើអីយប់ហើយដើរកាត់វត្តតាបងថាគ្មានវត្តគ្មានស្អីទេត្រូវផឹកតទៀតមិនត្រូវទៅផ្ទះមិនត្រូវទៅដេកខ្ញុំក៏អត់មិនខ្ញុំដើរក្រោយគេខ្ញុំដើរនៅក្រោយព្រោះខ្ញុំអត់ដើរពួកគាត់ដើររៀងធ្វើទៅមុខ2 3យ៉ាងទៅខ្ញុំនៅពួកម៉ាក់ខ្ញុំ3នាក់គាត់ដើរទៅវាមានធុងសម្រាប់ I think ប៉ុន្តែក្នុងវាមានផ្កាឈូកហើយជាផ្កាឈូកថ្ងៃដែលសល់ឲ្យគេយកទៅចោលផ្កាឈូកដែលខូចហ្នឹងគាត់ដើរគាត់ទត់ផ្កាឈូកមកជើងម៉ាំងរាយហ្មងមកជើងហ្នឹងរាយផ្កាឈូកញ៉ៃវិញហ្នឹងថាបងវត្តហ្នឹងបងមិនទាត់តែទៅអញទាត់ទេគាត់និយាយចឹងហ្មងតែទៅអញទាត់ទេខ្ញុំឡើង shock ហ្មងណាបងប្រមាថកម្រិតធ្ងន់ តែចូលអត់ធ្ងន់ទេណាបងគាត់ហើយបាន
គ្នាគាត់ថាហេបាននេះស្រវឹងអីទៅដេកទៅដល់ឆាប់បានដេកអញ្ចឹងខ្ញុំដើរទៅយើងវាត្រឡប់ខ្ញុំដើរពេលខ្ញុំដើរមកដើរទៅត្រង់ស្គយអញ្ចឹងខ្ញុំមើលឆ្វេងមើលស្ដាំមើលឆ្វេងតាមធំហើយវាយប់ទៀតខ្ញុំដើរទៅសឡឹងងើយមើលលបងវ៉ាខ្ញុំឃើញមានស្មៅខ្មៅពីរឈរអង្គុយលើលបងវត្តអង្គុយទៅលាក់ជើងចេញមកខាងក្រៅអង្គុយទៅដកជើងត្រាក់ដៃទៅដកជើងហើយខ្ញុំដឹងថា direction ភ្នែកគឺសឡឹងហ្មងសឡឹងមើលយើងឡើងថ្មហ្មងណាសឡឹងចង់អាចកតុយភ្នែកហ្មងព្រឹងសឡឹងយើងមកហើយណាខ្ញុំគិតក្នុងចិត្តហ៎មកជាកុំចុះពីលើហ្នឹងអើយនៅអង្គុយហ្នឹងទៅខ្ញុំស្វែងអញ្ចឹងខ្ញុំថាបើតាចុះមករត់ហើយខ្ញុំគិតអញ្ចឹងតាចុះមកដល់ខ្ញុំរត់ហើយតែអ្វីដែល David មានអារម្មណ៍កៅភ្នែកមួយនោះសម្លឹងទៅ David ឬក៏សម្លឹងទៅអ្នកដែលទាត់ធុងសម្រាប់អ្នកដែលទាត់យើងក៏ភ័យដែរព្រោះអីយើងអត់ចង់ឲ្យមានបញ្ហាអីទេអញ្ចឹងហើយពេលហ្នឹងបើថាចេះធွာខ្លះពីប៉ាគាត់ប្រាប់ថាបើទៅក្រៅមានបញ្ហាអីទៅអញ្ចឹងណាកាលហ្នឹងហើយម៉ាក់គាត់ប្រាប់ដែរទៅណាហើយខ្ញុំមានខ្សែកពាក់ជាប់ខ្លួនរហូតមានខ្សែកហើយបើខ្ញុំទៅក្រៅអញ្ចឹងខ្ញុំមានយ័ន្តកូនយ័ន្តមួយទូចទេតែខ្ញុំដាក់ទៅនៅកន្លែងគេងហ្នឹងហើយអញ្ចឹងពេលហ្នឹងខ្ញុំមានខ្សែកជាប់កខ្ញុំពាក់ទៅហ្នឹងប្រហែលជាដើរចិត្តដល់មកកលៈដែលបាត់ទៅហ្នឹងបាត់ចូលផ្លូវលំហ្នឹងហើយមុនអត់បាត់ចូលផ្លូវលំហ្នឹងខ្ញុំឃើញមានមួយហត់ចុះមកហត់ទាំងកំរោលហ្មងហត់បងមកថាបើបុកបងហ្នឹងមិនប្រកាច់ទេយកភ័យទាំងអស់គ្នាអញ្ចឹងខ្ញុំក៏នឹងអត់ឃើញខ្ញុំឈរស្ងៀមខ្ញុំសោតអីដែលប៉ាខ្ញុំប្រាប់ខ្ញុំត្រង់ជើង3ដងមកថឹងហីក៏បាត់អត់ដល់បងហ្នឹងអញ្ចឹងបានន័យថាស្មៅមួយហ្នឹងរត់ពីក្រោយយើងហ្នឹងហើយទៅចេះរត់កាត់យើងហ្មងហ្នឹងហើយឡើងវាយើងឡើងស្រួតហ្មងយើងឡើងស្រួតយើងឃើញស្មៅទៅអីខ្ញុំអត់ចង់មានរឿងអីទេអញ្ចឹងខ្ញុំសាកតាមប៉ាប្រាប់ទៅមើលព្រោះអីអាហ្នឹងក៏ប្រាប់ថាវាជួយបានតែខ្លួនឯងទេអាចសូត្រអាចសាក់អាចចែកអត់ចែកបាត់បានទេយល់អត់កែបាទតន់ហ្នឹងហើយអញ្ចឹងទៅខ្ញុំក៏ធ្វើតាមគាត់ទៅខ្ញុំអុកជើង3ដងទៅបាត់ធំហ្នឹងប៉ុន្តែបងនឹងឈឺដែរបងនឹងឈឺដដែលស្អែកឡើងបងទៅកម្មវិធីណាត់កែឈឺគ្រុនហ្មងហើយសួរគាត់ថាគាត់មាននៅគាត់ផឹកទេគាត់នៅមួយយើង the whole thing happening រហូតហ្មងបាទហ្នឹងហើយអញ្ចឹងយើងដឹងថាគាត់មិនមែនឈឺដោយសារគាត់ផឹកហ្នឹងទេគាត់ឈឺដោយសារអីផ្សេងគាត់ថាពេលហ្នឹងខ្ញុំគិតថាបើសិនជាសម្ោហ្នឹងរត់ទៅបុកគាត់ចុះបើចូលគាត់ទៅគិតមិនអញ្ចឹងអាចហ្នឹងហើយអាចចូលអញ្ចឹងខ្ញុំក៏ផ្អាកកដាទីហ្នឹងអាហ្នឹង happening នៅខាងក្រៅបាទអូខេអត់តន់ក្នុងទៅវិញក្នុងទៅរឿងផ្សេងក៏ពិត David គិតត្រូវត្រង់ថាអាចចូលដោយសារតែគាត់សែបគ្រឿងស្រវឹងខ្លាំងពេកបាត់សតិបាត់ហើយហ្នឹងហើយអញ្ចឹងក្នុងករណីនេះហើយបើសិនជាបុកឱកាសចូលខ្ពស់ខ្លាំងមែនទេហ្នឹងហើយនេះគាត់នៅរឿងខាងក្រៅហ្នឹងហើយក្រៅឡើយព្រោះពេលហ្នឹងខ្ញុំក៏អត់ដឹងថាអាហ្នឹងវាធ្វើបានអត់តែព្រោះគាត់ថាអាហ្នឹងជួយបានតែខ្លួនឯងទេបាទអញ្ចឹងបថុយមួយជើងធ្វើខ្ញុំគាត់ធំទៅបាត់បងនៅអត់អីគាត់ដើរទៅធម្មតាសមោហ្នឹងគឺដូចកន្លែងផ្លូវលំហ្នឹងដូចមាន shield មួយអញ្ចឹងយើងស្វែងថាកន្លែងហ្នឹងដូចមាន shield មួយហ្នឹងហើយទៅគឺភពធំហ្នឹងបាត់បងហ្នឹងទៅផាត់ហើយយើងដើរទៅចឹងម្លងពេលខ្ញុំដើរហ្នឹងខ្ញុំនៅតែឃើញសមោហ្នឹងដដែលទេប៉ុន្តែឈរនៅកែងផ្លូវហ្នឹងហ្មងឈរសឡឹងខ្ញុំម្ដងអាលក្ខណៈដូចអាកន្លែងកែងផ្លូវហ្នឹងដូចសុកមានអញ្ចាំងមួយតែគេទៅឡើងកើតចឹងគេឈរនៅហ្នឹងហ្មងហ្នឹងហើយចឹងមានថាគេនៅត្រឹមហ្នឹងយើងដើរទៅធម្មតាប៉ុន្តែពេលយើងដើរកាត់ហ្នឹងយើងទទួលអារម្មណ៍ថាគេមើលយើងហ្មងគេសឡឹងយើងវិញតែខ្ញុំក៏អត់មានដែរខ្ញុំទៅខ្ញុំទៅឡើងដេកហើយចឹងហើយទៅបងនៅក្នុងកតុបហ្នឹងមិនជាខ្ញុំអត់ដឹងទេពីព្រោះខ្ញុំអត់ដេកកតុបមួយគាត់ទេកតុបគាត់នៅឡើងផ្សេងខ្ញុំនៅកតុបខ្ញុំផ្សេងបាទអូខេអញ្ចឹងមកដល់កន្លែងពួកខ្ញុំគេងទៅមកដល់ហើយពួកខ្ញុំគេងហ្នឹងគឺពួកខ្ញុំមានតែគេផឹកស្វឹងទេតិចទេ like 2កែវអីសម្រាប់ប៉ុណ្ណឹងពីព្រោះយើងដើរស្អែកយើងធ្វើការអញ្ចឹងអត់អាចសម្រុកឲ្យខ្លួនឯងស្វឹងទេអូខេពួកខ្ញុំចែកវេគ្នាចូលទៅទឹកមួយទឹកចោះក្នុងទៅទឹកហ្នឹងអត់មានអីទេតិចតួចទេតិចតួចហ្នឹងមានវាតិចតួចបែបលងទូទៅឲ្យតែខ្មោចលងយើងនិយាយចឹងទៅឲ្យតែគេលងវាបើកទឹកឬសលេងអីអាសលេងចំថ្លៃគោះទ្វាអីចឹងអាសលេងហ្នឹងអញ្ចឹងវាអត់មានអីដែលមក
ថាឲ្យយើងកាត់សម្គាល់ថាវាមានបញ្ហាអីទេអញ្ចឹងហ្នឹងហើយអញ្ចឹងអូខេដល់ពេលសម្រាប់ពួកខ្ញុំត្រឡប់អត់ចេះគេងបិទភ្លើងងឹតឈឹងទេខ្ញុំអត់ចេះដេកងឹតឈឹងទេអត់ខ្លាចទេប៉ុន្តែអត់ចេះដេកអត់ចេះគេងទេប៉ុន្តែមានក្រុមការងារម្នាក់ទៀតគាត់អត់ចេះដេកបើកភ្លើងទេគាត់តអាងឹតឈឹងហ្មងអាសុងហ្មងគាត់ចេះគេងសម្រាប់ស្រួលហុញគាត់ទៅដេកជាប់អួយទៅចឹងខាងនេះវាមានប្រអួយណែគាត់ទៅដេកជាប់អួយទៅម្នាក់ទៀតដេកនេះហើយខ្ញុំដេកអាខែមួយម្នាក់ឯងហ្នឹងបាទហ្នឹងហើយអញ្ចឹងម្លងពេលដែលគេងខ្ញុំទទួលអារម្មណ៍ថាមានគេដើរជុំវិញខែគេងដើរទៅដើរមកខ្ញុំអត់ដេកអត់ទាន់លក់អីដោយសារវាខុសម៉ោងដេកខ្ញុំអត់ត្រឡប់ដេកលឿននេះអញ្ចឹងដល់ពេលខ្ញុំពងសង្កត់ខ្ញុំមានអារម្មណ៍ថាមានគេដើរជុំវិញខែខ្ញុំគិតថាពួកម៉ាក់ខ្ញុំមួយទៀតដែលនៅជាប់ខែហ្នឹងវាចុះទៅយកអីផឹកអញ្ចឹងខ្ញុំក៏អត់បើកភ្នែកមើលដែរខ្ញុំចេះតែផ្អៀងខ្លួនទៅខ្ញុំផ្អៀងខ្លួនបុកអញ្ចឹងហ្នឹងហើយព្រោះយកអញ្ចឹងផ្អៀងមកខាងនេះខ្លាចឃើញអីផ្ដេសផ្ដាស់អញ្ចឹងខ្ញុំផ្អៀងមកទៅអញ្ចឹងឡងពេលដែលខ្ញុំគេងហ្នឹងមកសតុះអត់មានអាហ្នឹងទេប៉ុន្តែខ្ញុំដឹងថាពុកហ្នឹងមានគេអង្គុយពីលើហើយសុតចុងជើងយល់ហ្នឹងហើយសុតសឹបនៅចុងជើងហ្នឹងហើយយល់ចុងជើងឡើងមកចិត្តកាផ្លូវហើយឡើងមកចិត្តដៃវា move ចឹងរបៀបចេះហ្នឹងហើយខិតដងតិចខ្ញុំអត់ដឹងខិតមកទេខ្ញុំក៏អត់ហ៊ានខ្ញុំក៏អត់ងាកទៅដូចគេនេះខ្លាចដែររហូតមកដល់ត្រឹមហ្នឹងនៅហើយយើងទទួលបានអារម្មណ៍ត្រជាក់ហ្មងត្រជាក់ខាងហ្នឹងត្រជាក់ខ្លាំងហ្មងហើយនៅនឹងមកសតុះហើយបាត់ឡើងហើយខ្ញុំក៏ងាកវាមិននៅសាយខាងនេះណាវានៅពីលើចេះមកពីលើចេះវិញយើងគេងមើលទៅចេះហើយចឹងបានតែពេលងាកហ្នឹងគឺគេងផ្ងាវិញហ្នឹងហើយខ្ញុំបង្ងាស់មកចេះបើកភ្នែកអញ្ចឹងខ្ញុំអីដែលខ្ញុំឃើញហ្នឹងគឺមើលមកខ្ញុំចេះវិញបច្ចេកយើងដេកចេះអញ្ចឹងមើលមកចេះវិញសញ្ញងក្បាលចុះមើលយើងចេះបានន័យថាខ្លួនគេនៅក្នុងអញ្ចឹងហ្នឹងហើយមកតែមកកណាទេហើយតែមកកណាទេនៅណាមកតែមកកណានេះជងសញ្ញងក្បាលមើលយើងឡើងថ្មែហ្មងស្រីឬក៏ប្រុសស្រីចិត្តសញ្ញងមកអញ្ចឹងសក់ធ្លាក់មកផងអីផងអញ្ចឹងខ្ញុំភ្ញាក់មកខ្ញុំភ្ញាក់ឡើងកធាក់ហ្មងមុខមាត់មិនទៅអត់ស្អាតទេតែក៏មើលអត់ច្បាស់ខ្លាំងហ្មងដែរដឹងតែវាអត់ស្អាតបាទ describe វាអត់ស្អាតទេសក់អញញ៉ៃអីចឹងហើយសញ្ញងក៏បាចុះមករកយើងខ្ញុំភ្ញាក់ឡើងកធាក់ងើបហ្មងកធាក់ងើបអង្គុយឆ្ងក់ហ្មងពូម៉ាក់ខ្ញុំនៅហ្នឹងអត់បុកក្បាលខ្មោចទេខ្ញុំគិតថាបុកតែវាអត់បុកញាក់កធាក់មកម្នាក់ដែលនៅជាប់ហ្នឹងភ្ញាក់ដែរវាសួរឲ្យថៃវាសួរខ្ញុំថៃថាអត់អីគេភ្ញាក់បើប្រាប់រត់ទាំង3ហ្នឹងខ្ញុំបើប្រាប់គឺរត់ទាំង3 2នាក់ហ្នឹងខ្លាចខ្មោចណាស់ពីដល់ស្ដាច់ហ្មងស្ដាច់ខ្លាចខ្មោចនិយាយធំបីតែនិយាយក៏អត់បានដែរនិយាយក៏ខ្លាចដែរអញ្ចឹងក៏ខ្ញុំភ្ញាក់តបមកខ្ញុំនិយាយខ្ញុំអង្គុយនិយាយម្នាក់ឯងទៀតតែខ្ញុំអត់និយាយមាត់ទេនិយាយក្នុងចិត្តនិយាយរៀងចិត្តថាមានអីចង់បានអីចាំពេលហើយចាំប្រាប់ព្រោះឥឡូវសម្រាប់ស្អែកត្រូវធ្វើការកុំឆាឆៅអត់ចង់មានបញ្ហាអីទេខ្ញុំចង់សម្រាប់យល់ហ្នឹងហើយពេលហ្នឹងខ្សែកខ្ញុំដាក់នឹងក្បាលតនេកនេះយន់ខ្ញុំដាក់ក្រុមខ្នើយចឹងខ្ញុំដឹងម្នាក់ធ្វើអីខ្ញុំក៏អត់កើតដែរតែបានមកប្លាចបានប្រហែលមួយសន្ទុះខ្ញុំមកដេកវិញអត់កើតលើខ្ញុំទៀតទេកើតទៅជាប់ពួកម៉ាក់ខ្ញុំម្ដងនៅម្ដងអ្នកនៅខាងនោះម្ដងបាទអញ្ចឹងអ្នកដែលនៅខាងនោះហ្នឹងគឺធីមខ្ញុំមួយតែគាត់អត់តន់សម្រាប់ហ្នឹងអាពងគេងស្លុំហ្នឹងគាត់ដូចខ្វាច់សកាត់គាត់បងាស់ខ្លាំងគាត់បងាស់ឡើងនឹងញក់ហើយដំបូងយើងខ្ញុំអត់លឺមែនខ្ញុំដេកងាកទៅខាងហ្នឹងវិញហីប៉ុន្តែខ្ញុំឃើញម្នាក់ហ្នឹងដេកធម្មតាទេតែដេកខ្លួនត្រង់ឆ្កឹងណាដេកស្ដាប់ព្រួយហ្នឹងតែដេកផ្ងាយអញ្ចឹងខ្ញុំគិតថាត្រឡប់គេដេកអញ្ចឹងខ្ញុំក៏អត់មាត់ទៅខ្ញុំអត់មាត់អីមកសតុះខ្ញុំលឺស្លេកខ្ញុំហត់ទៅផ្ទះខ្លួនវាមួយដៃផ្ទះមកវាក្រាក់ងើបងាក់មកហ្មងវាថាបើអត់ផ្ទះអញមិនទេ
ខ្ញុំសួរមិនតែខ្មោចសកាត់នៅហ្នឹងហើយខ្ញុំសួរខ្មោចសកាត់មិនបើអត់ឃើញហើយហើប៉ុនវាថាអត់ទេវាហើខ្លាំងតែហើអត់រួចវាផឹងហើខ្លាំងតែខ្ញុំអត់ឃើញវាហើទេខ្ញុំឃើញវាដេកធម្មតាដេកតែយីគេដេកធម្មតាហើយម្នាក់ទៀតនៅខាងនោះគឺអត់មានជប់អីណាដេកទល់ភ្លឺ អូយហេងម៉េះ ហេងមួយហ្នឹងតែមួយហ្នឹងខ្លាចមួយនេះក៏ខ្លាចដែរប៉ុន្តែជួបហ្នឹងហើយអញ្ចឹងពេលហើយខ្ញុំក៏គេងតទៅរៀបយើងនិយាយខ្លះអីខ្លះទៅហើយខ្ញុំចាប់ដើមដោខ្ញុំយកយ័ន្តរបស់ខ្ញុំដាក់កងខ្នើយវាវិញហើយខ្ញុំយកខ្សែករបស់ខ្ញុំមកពាក់លើខ្លួនវិញខ្ញុំអត់ដាក់លើក្បាលទៅនេះទៀតទេខ្ញុំដាក់លើខ្លួនវិញហើយដេកទៅខ្ញុំឡងពេលដេកខ្ញុំទទួលបានអារម្មណ៍មួយគឺខ្សែកខ្ញុំក្តៅឈិបលើខ្លួនខ្ញុំថាខ្ញុំអាចដឹងថាប្រហែលជាគេនៅតែចង់មកឡទៀតហើយតែធ្វើអីអត់កើតហ្នឹងហើយអញ្ចឹងក៏ដេកទៅដេកពោភ្លឺអត់មានរឿងអីទាំងហ្នឹងហើយវានៅតែមានអញ្ចឹងមានអាតិចតួចទៀតរៀបមកដើរមកឆាឆៅមានគោះទ្វាមអីអញ្ចឹងប៉ុន្តែឡងពេលទាំងអស់ហ្នឹងគឺលែងចង់ដឹងចង់ឮលែងនិយាយទាំងអស់គឺម្នាក់មួយនឹងតែវាហោភ្ញាក់ខ្ញុំកាក់អីហើយខ្ញុំមិនសូវបានដេកទេខ្ញុំភ្ញាក់រហូតដេកភ្ញាក់ហើយម្នាក់មួយទៀតហ្នឹងក៏ចឹងដែរដេកភ្ញាក់ពេលវាភ្ញាក់អញ្ចឹងខ្ញុំចេះថាដេកទៅយល់កុំបើកភ្នែកខ្ញុំវាភ្ញាក់កុំបើកភ្នែកងាកតាណាងាកបិទភ្នែកទៅមិនទៅកុំបើកភ្នែកកុំមើលកុំឃើញកុំមើលហ្នឹងអស់ចឹងហែងដើរក៏ដើរតែហែងទៅគោះទ្វារក៏គោះទ្វារឯងទៅអត់មើលទេខ្ញុំក៏ចឹងខ្ញុំតែភ្ញាក់ពេលតែភ្ញាក់ទៅខ្ញុំបែរទៅតែជាងឯងព្រោះតែជាងនឹងវាអត់មានអីទៀតទេអស់តែជាងហ្នឹងឯងអត់មានអីទៀតមិនបើមុននឹងចាញ់ពីជាងមកបជាហើយតែរបៀបយើងនេះកុំឲ្យខ្លួនឯងវាខ្ញុំគិតថាបែរទៅអញ្ចឹងបើជាវាអញ្ចឹងខ្ញុំខ្លាចខ្ញុំងាកមកខាងនេះវិញមកអង្គុយឆ្ងាក់នៅហ្នឹងឯងទៅមកយល់វាអញ្ចឹងខ្ញុំណាអូខេហ่าទេភ្ញាក់គឺងាកអ៊ីដឺងាកទៅអញ្ចឹងមួយក៏ភ្ញាក់គឺផឹងបិទថ្មិចទៅវិញហ្មងអត់ចង់ឃើញទៀតទេយល់អញ្ចឹងមកយប់ហ្នឹងគឺចឹងរហូតគឺរបៀបគាត់រវល់អត់មានឲ្យគេសម្រាប់ដេកពួននេះក្រោយអ្នកដែលដេកបានគឺដេកបានម្នាក់ទៀតទៅកញ្ចក់ហ្នឹងគឺដេកបាន peaceful ហ្មងងើបមកគឺអត់ដឹងអីហ្នឹងសន្តិភាពហ្នឹងហើយសួរងើបទៅបើដឹងខ្យល់អីអត់ដឹងអីទេដឹងអត់អីគេដេកអញ្ចឹងបានន័យថារយៈពេលដែលចាប់ពីការលងមួយសកត់មួយមកបច្ចាអណ្ដែតពីលើក្បាល David ផុតពីហ្នឹងទៅគ្រាន់តែជាសកម្មភាពតូចដែលខ្មោចនិយមលងហ្នឹងហើយដើរគូទ្វារអង្គលរបស់បើកទឹកឡាក់នឹងឡាក់អញ្ចឹងទៅបាទអាហ្នឹងជិះចប់តូចហ្នឹងគឺជាយប់ទី1តែមកយប់ហ្នឹងឯងដោយសារតែថ្ងៃស្អែកយើងថត event ចប់យើងឡើងទៅពេញវិញមកអូខេនេះគឺជាសាច់រឿងទី1ហ៎យ៉ាសាច់រឿងទី1ខ្ញុំពងសម័យនេះ David មិនដែរបងប្អូនអរគ្នាសាច់រឿងទី1សម្រាប់ខ្ញុំសម័យឃើញឆ្ងាញ់ជាងគេគឺឆ្ងាញ់កន្លែងអង្គុយនៅលើស្អីគេលបងវត្តសមោល2អង្គុយនៅលើលបងវត្តកំពុងទៅដើរស្រាប់តែមានសមោលមួយហត់កាត់យើងវាពិបាកទទួលតែណាវាពិបាកទទួលហ្មងវាស៊ឺទៅឡើងខ្លួនយើងតែជាក់សើបហ្មងហ្នឹងហើយឆ្ងាញ់ជាងគេកន្លែងគេងអូសម័យបងប្អូនទាំងអស់គ្នាយើងគេងបែរទៅជញ្ជាំងយើងសន្មត់ថាបើបែរទៅខាងក្រោយខ្នងរបស់យើងបានតែគេងបែរស្ដាំវិញហ្នឹងហើយនោះឱកាសនឹងឃើញវិធីសាស្ត្រដែលល្អគឺគេងផ្ងាអញ្ចឹងខាងនេះឃើញនៅចំកតុយភ្នែកខាងលើរបស់យើងគឺជាជញ្ជាំងពីដានបាទពីដានអត់មានអីទេស្រាប់តែបើកភ្នែកមកវានៅបជាពីមុខយើងវិញវាមកពីមុខជើងហ្មងពេលនោះមុខហើយនឹងមុខឆ្ងាយពីគ្នាប្រហែលប្រហែលទៅអៀងឆ្ងាយបែកមកពីអាវទៅពីឆាមក៏គៀតដែរគៀតពីអាវចុះតែសម្រាប់ប៉ុណ្្នឹងខ្ញុំគិតថាបើចិត្តជាងនឹងទៀតខ្ញុំស្លាប់អត់ទេតែវាឆ្ងាយទៅវាងើបបានងើបទៅតបមកទៀតចាប់រឿងនឹងអស់មកពេញមីអស់តបមកខ្ញុំមានអ្នកស្គាល់គ្នាគាត់ទៅសៀមរាបដែរហើយគាត់ទៅចាំអាផ្ទះនឹងទៀតយល់អាផ្ទះនឹងដដែលប៉ុន្តែគាត់អត់គេងកន្ទប់ហ្នឹងឯងគាត់គេងកន្ទប់ផ្សេងឯងប៉ុន្តែគាត់ដឹងរឿងថាថៃបានកន្ទប់ហ្នឹងអញ្ចឹងណាបាទហើយគាត់ទៅពេលគាត់មកវិញអីចឹងទៅពួកយើងទៅញ៉ាំអីជុំគ្នាទៅខ្ញុំនិយាយរឿងហ្នឹងនិយាយមួយគាត់ចឹងនិយាយហៅខាងថាផ្ទះហ្នឹងមែនគាត់និយាយពាក្យផ្ទះហ្នឹងមែនមកខ្ញុំបាទខ្ញុំឡើងហ្នឹងឯងផ្ទះហ្នឹង
ហើយគាត់ថាអូគាត់និយាយទាំងលេខបន្ទប់មកហ្មងបន្ទប់ហ្នឹងមែនហ្នឹងហើយហើយបើគាត់និយាយថារឿងបន្ទប់ហ្នឹងមិនទៅវាកើតអីខ្ញុំចាំបន្ទប់ហ្នឹងមានគេធ្វើឃាតកម្មនៅក្នុងបន្ទប់ហ្នឹងហើយដាក់សពហ្នឹងនៅក្នុងខេគេងខេដេវីតហ្នឹងហើយខេខ្ញុំហ្នឹងអីហើយបន្ទប់ហ្នឹងអត់ដែរដាក់ភ្ញៀវទេបន្ទប់ហ្នឹងគឺដាក់អវ៉ាន់យល់បន្ទប់ហ្នឹងគឺបន្ទប់ដាក់អវ៉ាន់ទេមានថាតបពេលតែមានរឿងហ្នឹងហើយខ្ញុំអត់ដឹងថាព័ត៌មានមិនទេតែខ្ញុំអត់ដឹងទេតបមកបន្ទប់ហ្នឹងគឺអត់ដែរបើកឲ្យភ្ញៀវចូលទេគឺបន្ទប់ដាក់អវ៉ាន់ទេសំបីតែពេលដែលពួកគាត់ទៅហ្នឹងណាដែលអ្នកដែលខ្ញុំស្គាល់គ្នាពូម៉ាក់ហ្នឹងណាក៏គាត់ទៅបន្ទប់ហ្នឹងគឺបន្ទប់ដាក់អវ៉ាន់ទេតែពេលគេទៅយកអវ៉ាន់គេហឺចាំវាទៅបន្ទប់ហ្នឹងប៉ុន្តែពេលខ្ញុំទៅដេកបន្ទប់ហ្នឹងបណ្ដោយចូលសងគេនឹងធំហ្នឹងយ៉ាងម៉េចដែរបងប្អូនអរគ្នាសម្រាប់សាច់រឿងទី1តាក់ទិនអំពីផ្ទះសំណាក់ក៏ពិតសម្រាប់ខ្ញុំផ្ទាល់តែម្ដងណាខ្ញុំធ្លាប់មានបទពិសោធន៍តាក់ទិនរឿងផ្ទះសំណាក់ដែរតែវារៀងខ្លីៗទូចទេខ្លីៗទូចទេគ្រាន់តែផ្ទះសំណាក់មួយហ្នឹងពេលហ្នឹងយើងធ្វើពិធីចោះសម្បត្តិជាតិម្ដងសម្បត្តិបេតិកភណ្ឌជាតិម្ដង UNESCO ម្ដងសម្បូរព្រៃគុកស៊ីកំពង់ធំប្រាសាទសម្បូរព្រៃគុកនៅពេលនោះខ្ញុំបម្រើការនៅសាកលវិទ្យាល័យមួយហើយខ្ញុំត្រូវដឹកនាំនិស្សិតពីសាកលវិទ្យាល័យហ្នឹងទៅចូលរួមប្រហែលអ្នកអញ្ចឹងណាអញ្ចឹងដោយសារតែគេបុកខ្លាំងពេកយើងក៏អត់មានជម្រើសក៏យកបានបន្ទប់មួយចំនួននៅក្នុងផ្ទះសំណាក់មួយកន្លែងខ្ញុំអត់ប្រាប់ទីតាំងខ្ញុំអត់និយាយទាំងអស់ណាព្រោះខ្ញុំបានអឺតមើលហើយផ្ទះមួយហ្នឹងនៅដំណើរការឡើយទេអញ្ចឹងខ្ញុំអត់ប៉ះពាល់ទេហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំទៅដល់ណាខ្ញុំមានអារម្មណ៍ថាវាអត់ស្រួលបាត់ទៅហើយព្រោះផ្ទះសំណាក់ដែលស្រួលឬមិនស្រួលយើងគ្រាន់តែដែរចូលយើងដឹងហើយមានរឿងហេតុច្រើនមែនតើកើតឡើងចំពោះកូនសិស្សណារឿងផ្ទះសំណាក់ខ្លះក៏គេងទៅទាញដៃទាញជើងខ្លះក៏ងើបទៅរាំរបាំបុរាណនៅចុងជើងបាទមានឈុតចឹងមានឈុតឆាកអញ្ចឹងតែសម្រាប់ខ្ញុំសុខសប្បាយព្រោះខ្ញុំការពារខ្លួនដែរបន្ទប់របស់ខ្ញុំគឺខ្ញុំសុខសប្បាយមែនតើប៉ុន្តែព្រលឹមឡើងដែលងើបមកទៅបានលឺសូមានកូនសិស្សខ្លះទៅសុកទៅរាំរបាំនៅចំជើងអញ្ចឹងទៅបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលមានបទពិសោធន៍តាក់ទិននឹងគួរនិយាយថាជាបទពិសោធន៍ដែលសាហាវបំផុតតាក់ទិនអំពីផ្ទះសំណាក់ក៏អាចចែករំលែកមកកាន់កម្មវិធីជាអ្វីបានដែរនៅសល់ប្រហែលសាច់រឿងទៀតដែលអាចចែកបានមានមួយពីរទៀតនៅសល់មួយពីរទៀតមានមួយទៀតទូចទេវានៅក្នុងផ្ទះសំណាក់ដែរហើយមួយទៀតនៅពេលខ្ញុំ camping អានឹងចាំពេលខ្ញុំនិយាយមួយទៀតមួយណាឆ្ងាញ់ជាង camping ឆ្ងាញ់ជាងអញ្ចឹងខ្ញុំទុកក្រោយណាឥឡូវយើងដាក់ផ្ទះសំណាក់មួយទៀតនៅចំកណ្ដាលចុះមុននឹងចាប់ផ្ដើមអញ្ចឹងឥឡូវយើងចូលដល់សាច់រឿងទី2វិញម្ដងហ្នឹងហើយអូខេអញ្ចឹងសាច់រឿងទី2នេះរឿងហ្នឹងខ្លីទេហើយវាមិនសាហាវអីមែនទេអញ្ចឹងណាអញ្ចឹងហ្នឹងតាក់ទងនឹងកន្លែងគេងដូចគ្នាប៉ុន្តែពេលហ្នឹងខ្ញុំទៅគ្នាច្រើនប្រឡងទី12ហើយប្រឡងទី12ហើយ40នេះអត់ដល់ទេពួកម៉ាក់ខ្ញុំដែលទៅថា10នាក់បាទហ្នឹងហើយអញ្ចឹងពួកខ្ញុំទៅហ្នឹងទៅសៀមរាបដដែលប៉ុន្តែមិនមែនផ្ទះនឹងទៀតទេផ្ទះផ្សេងបាទផ្ទះផ្សេងតែពេលហ្នឹងដោយសារយើងនៅក្មេងៗអញ្ចឹងយើងក៏មានបច្ចិតច្រើនដែរយើងអត់មានថវិកាច្រើនទេយើងចាយតាមលទ្ធភាពដែលយើងអាចធ្វើបានអញ្ចឹងមានម្នាក់គាត់អ្នកកាន់លុយអញ្ចឹងគាត់តែរៀបចំទាំងអស់ហ្មងថាអូខេយើងចេញទៅជីកអីគេងនៅណាថ្ងៃដែលយើងដើរលេងយើងទៅណាខ្លះចាយអីមែនយើងហុចតែលុយឲ្យគាត់ហើយអូខេ that's it ចឹងហើយចឹងចាប់ហើយឲ្យលុយគាត់ហើយយើងចាំតែដើរលេងហ្មងយើងសគួរតែលុយតិចតួចទៅបានទេសម្រាប់ឲ្យយើងទិញអីញ៉ាំចិច្ចុកខ្លួនឯងហ្នឹងចឹងណាហ្នឹងហើយចឹងពេលតែទៅដល់កន្លែងគេងហ្នឹងកន្លែងគេងហ្នឹងស្អាតមើលពីក្រៅទៅស្អាតបែបបុរាណមិនបុរាណពេកទេវាពាក់កណ្ដាលអូតែលឬតែសំណាក់ម្ដងនេះអូតែលហើយអូតែលវិញហ្នឹងហើយ upgrade អញ្ចឹងមិនបុរាណពេកតែក៏មិនសម័យដែរហើយខ្ញុំគិតផ្ទះហ្នឹងក៏មិនថ្មីអីមែនដែររៀងល្មមដែរហើយអញ្ចឹងណាអញ្ចឹងពេលដែលទៅចូលទៅកតុបគេហ្នឹងពួកខ្ញុំកក់មាន4កតុបគេមានកតុបខែ2ក
តុបខែ1 2ទៀតអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំគេងអាកតុបខែ2ទៀត បាទ ហ្នឹងហើយអញ្ចឹងគ្នាកតុបខែ2ខ្ញុំគេង4នាក់ បាទ ហ្នឹងហើយអញ្ចឹងខ្ញុំអត់ចាំបន្ទប់លេខប៉ុន្មានទេប៉ុន្តែកតុបហ្នឹងនៅជាន់ទី3 បាទ ខ្ញុំចាំជាន់ទី3ឲ្យស្អាតឡើងចរាយន្តហ្នឹងហើយអញ្ចឹងក្នុងកតុបបរិយាកាសក្នុងកតុបហ្នឹងអត់មានអីទេធម្មតាហើយឡងពេលដែលយើងទៅហ្នឹងក៏អត់មានបញ្ហាដែររហូតដល់ពេលគេង បាទ អញ្ចឹងលើកហ្នឹងផ្ទះអូតែលហ្នឹងទូអត់ដាក់នឹងតុកចេះទេគេដាក់នៅលើចេះវិញ ចាប់ជាប់មួយជាង ហ្នឹងហើយចាប់ជាប់មួយ យ ជាងហ្នឹងហើយហើយពួកខ្ញុំអត់ត្រឡប់មើលទូទេយប់ឡើងអីចឹងតែបើកទូមើលទេអញ្ចឹងយើងក៏គេងអញ្ចឹងឡងពេលដែលគេងហ្នឹងមានពួកម៉ាក់ខ្ញុំមួយវាងើបខ្ញុំឃើញវាងើបទៅកតុបទឹកងើបដើរទៅដើរកាត់ ពេលហ្នឹងលបាក់ប្រហែលម៉ោងប្រហែលហើយ ម៉ោង1ហីប្រហែលចា បាទ ម៉ោង1ហីពីព្រោះដោយសារតែខ្ញុំចាំថាខ្ញុំលេងហ្គេមខ្ញុំអត់តន់ដេកទេខ្ញុំលេងហ្គេមហើយបន្ទាប់មកបានខ្ញុំបិទទៅហ្នឹងឃើញម៉ោងវា7:01អញ្ចឹងថាពេលហ្នឹងម៉ោង1ចាខ្ញុំបញ្ញាខ្លួនគេងហើយ បាទ អញ្ចឹងខ្ញុំឃើញមិត្តភក្តិខ្ញុំដើរយើងអត់ឃើញនឹងភ្នែកប៉ុន្តែអាយើងគេងទៅយើងកលៀសភ្នែកទៅឃើញដូចពុំម៉ាយើងដើរអញ្ចឹង យល់ ដើរកាត់មុខចុង ចុងជើងយើង ទៅកតុបទឹក បាទ ខ្ញុំមកសតុះថា15នាទីអញ្ចឹងខ្ញុំចាំទៅកតុបទឹកដែរខ្ញុំភ្ញាក់មកពុំម៉ាខ្ញុំនៅនេះឡើយនៅដេកគេខ្ញុំដាស់ខ្ញុំគិតថាអត់ស្រួលខ្ញុំដាស់ហើយមានងើបទៅកតុបទឹកអត់មិញវាងើបមកមីម៉ែវាសួរហើយដាស់អញធ្វើអីហើយឃើញពងដេកទេអីដាស់អញធ្វើអីខ្ញុំចាប់ឡើងអត់ស្រួលណាចុំចុះមិញពីណាទៅកតុបទឹកគេបើអត់ទៅផង ក្នុងរយៈពេល15នាទីហ្នឹងខែងលោកគេងមកស្លឹបអត់ដឹងរឿងណា ខ្ញុំគិតថាខ្ញុំគេងមកស្លប់ដែរចាពេលហ្នឹងខ្ញុំគិតថាចាំមិញភាំងមកភាំងអាងោកមកភាំងហ្នឹងហើយខ្ញុំក៏អត់មកដែរហើយទៅទប់ទឹកចុះមកវិញរៀបគេងខ្ញុំឮសលេងទួបើក បាទ បើកទួអត់មានប៉ុសទេឮអាលេងស្ដាច់ហ្នឹង ឆ្ងល់ខ្មោចដងចូលចិត្តបើកអាសលេងដាច់ប៉ុសហ្នឹងម៉េះ បើបើកឲ្យចេញប៉ុសហ្មងខ្ញុំគិតថាគីឡូពីណាគេបញ្ញាទៅប៉ះ បាទ ប៉ុន្តែអត់ទេហើយខ្ញុំក៏ចុចបិទ បានទូហ្នឹងបើកហើយណា ហ្នឹងហើយបើកហើយខ្ញុំចុចបិទ មកពេលហ្នឹងតេលេនៅកន្លែងណា តេលេនៅ ក្បាលខែ ប៉ុន្តែខាងនោះខាងពុកម៉ាក់ខ្ញុំ អញ្ចឹងឱកាសប្រះអត់អាចកើតឡើងបានន័យថាប្រះទៅប៉ះតេលេហ្នឹង វាមិនអាចបញ្ញាទៅប្រែតែវានៅលើតុកចឹងខ្ញុំដកពីនោះខ្ញុំយកដាក់ចិត្តដៃខ្ញុំចុចបិទខ្ញុំដាក់លើតុកវិញបើកទៀតប៉ុន្តែបញ្ញាខ្លួនទៅហ្នឹងបើកទៀតខ្ញុំគិតថាវា error ខ្ញុំទៅដកខ្សែក៏បើកបានដែរពេលដកខ្សែភឹបហ្នឹងខ្ញុំអត់ដេកទូហ្នឹងបើកទៀតទូហ្នឹងបើកតែមួយផ្លែដែលស៊ឺតិចបិទវិញភឹបមកហ្នឹងបន្ទាប់មកខ្ញុំក៏និយាយទៀតណាខ្ញុំមកដើរលេងកុំឆាឆៅខ្ញុំអីព្រោះខ្ញុំមកដើរលេងខ្ញុំក៏អត់មានទៅប៉ះពាល់អីអ្នកដែលនៅក្នុងកតុបហ្នឹងដែរខ្ញុំសុំតែសម្រាប់ទេអញ្ចឹងណាតបមកទៀតអូខេយើងគេងទៅប្រហែលជាម៉ោង3ម៉ោង4ព្រោះពេលហ្នឹងមានអ្នកចង់ទៅមើលថ្ងៃរះ យល់ ហ្នឹងហើយមានអ្នកចង់មើលថ្ងៃរះហើយម្នាក់ដឹងថាខ្ញុំឆាប់ភ្ញាក់ជាងគេបើខ្ញុំអត់គេងលឿនទេបើខ្ញុំដាក់ម៉ោងរោខ្ញុំភ្ញាក់មុនគេតែខ្ញុំលឺម៉ោងរោខ្ញុំភ្ញាក់អី បាទ ខ្ញុំដាក់ម៉ោងរោម៉ោង4តែខ្ញុំភ្ញាក់មុនម៉ោងដែលខ្ញុំងើបតាំងម៉ោង3 បាទ អញ្ចឹងពេលតែបញ្ញាភ្ញាក់មកវិញហ្នឹងខ្ញុំឃើញមានសមោមទៀតនៅកែងកតុបខាងលើនៅជ្រុងខាងនោះ បានន័យជាប់មួយពីដាន ហ្នឹងហើយកែងឃើញសមោមមួយតតាងនៅឡាញ់ហ្នឹងហេដូច Spider-Man អញ្ចឹងតតាងងាងនៅលើហ្នឹង បាទ គេអត់ធ្វើអីយើងទេខ្ញុំឃើញខ្ញុំគាត់ថាខ្ញុំសម្រាប់តែមួយថ្ងៃពីរទេខ្ញុំទៅវិញហើយសមោនឹងបាត់ទៅវាអត់មានលងអីយើងមកខ្លាំងហើយប៉ុន្តែអាពេលដែលយើងឃើញហ្នឹងអាទិដ្ឋភាពដែលយើងអ្នកឃើញវាពិបាកទទួល ប្រុសឬក៏ស្រី លើនេះប្រុស អានេះលក្ខណៈដូចចង់មើលបន្ទប់នឹងជារួមណាអញ្ចឹងតែកែងជ្រុងហ្មងអញ្ចឹងឃើញទាំងអស់គ្នាហ្មងងាប់បណ្ដោយអូខេ
យើងក៏អត់ធ្វើអីគាត់ដែរគាត់អត់មានធ្វើអីយើងទេប៉ុន្តែអាំឡុងពេលគាត់ទៅបិទបើកទូវាអណយវារំខានយើងពេកអញ្ចឹងខ្ញុំក៏ថាអូខេបើចង់បានអីប្រាប់ខ្ញុំសុកចិត្តទិញឲ្យទៀតកុំឲ្យតាមកឆាយខ្ញុំត្រូវដេកមកជប់ទៀតខ្ញុំខ្លាចមកយប់ទៀតនឹងវាលឺហ្នឹង បាទ ហ្នឹងហើយព្រោះអាយប់ទី1យើងអត់ទៅផឹកសវឹងអត់ទៅអីទេប៉ុន្តែអាយប់ទី2ហ្នឹងយើងផឹកអញ្ចឹងណាអញ្ចឹងខ្ញុំខ្លាចអាហ្នឹងវាជួបអត្តតភាពខ្ញុំអត់ចង់ជួប បាទបង្កហេតុធ្ងន់ ហ្នឹង ជាង ហើយ នេះ វាអាចធ្ងន់ជាងហ្នឹងអញ្ចឹងខ្ញុំក៏ ចរចាហើយ ចរចាហើយចង់បានអីប្រាប់ចាំទិញតបមកគេមានប្រាប់អីទេប៉ុន្តែខ្ញុំទិញផ្លែឈើទៅខ្ញុំទិញផ្លែឈើមកស្បោងទៅបែរអ្នកតែគាត់ទទួលភ្ញៀវគាត់ឆ្ងល់ចុះខ្ញុំទិញផ្លែឈើឡើងមកស្បោងទៅខ្ញុំទិញមានជ័យមេខ្ញុំដាក់សែនហ្នឹងទៅអត់ធុកទេខ្ញុំគាត់ដាក់ហ្នឹងខ្ញុំនិយាយថាបើអត់ថាចង់បានអីទេខ្ញុំដាក់ប៉ុណ្្នឹងឲ្យខ្ញុំសុំសុខសប្បាយខ្ញុំសប្បាយទាំងអស់គ្នាមែនតមកទៀតថ្ងៃបន្ទាប់យកបន្ទាប់អត់អីវិញធម្មតាហ្មងគេងបានស្រួលហ្នឹងហើយ អញ្ចឹងតែរឿង តែមានប៉ុណ្្នឹងឯងខ្លីចឹងឯង ខ្លីតែខ្ញុំសម័យអត់ចេញទេចង់និយាយថាចេះនៅពេលដែលងើបមកយើងឃើញសមោលមួយនៅជ្រុងមួយហ្នឹងគេមើលយើងមើលគេមិនក៏អាចរក្សាចិត្តស្ងប់ហើយចោះចាបានតោះខ្ញុំនិយាយ David យល់ ក្លែងមកហើយទោះជាសមោលក៏ដោយយើងដឹងថាកៅភ្នែកគេកំពុងតែមើលយើងហើយយើងកំពុងតែមើលកៅភ្នែកដែលមានដៃមានជើងកំពុងតែតោងនៅកន្លែងហ្នឹងច្បាស់ 100% មិនមែនជាមនុស្ស ហ្នឹងហើយ ហើយអាចរក្សាចិត្តស្ងប់ហើយចរចាបាន យើងភ្ញាក់ដែរប៉ុន្តែដោយសារតែដូចនិយាយចេះខ្ញុំអាសាឃើញខ្ញុំអាសាឃើញរហូតដល់ខ្ញុំស្វំមួយអាសកម្មភាពអស់ហ្នឹងហ្មងស្វំហ្មងតែបើថាមានកញ្ចៅឃើញអត់ទេប៉ុន្តែបើយើងទៅណាមកណីអញ្ចឹងបើឡៃនឹងមានអីអត់ស្រួលយើងដឹងមុនគេអាសាដឹងអាសាមានជួនកាលខ្ញុំទៅដែរពូម៉ាក់ខ្ញុំសួរខ្ញុំហ្មងមានអីអត់ហ្នឹងហើយខ្ញុំពេលខ្លះខ្ញុំលោដែរអត់ដឹងហងអត់មានណាគេឲ្យឃើញអីហង បាទ ហ្នឹងហើយវាអញ្ចឹងព្រោះពេលខ្លះគេឲ្យយើងឃើញពេលខ្លះគេឲ្យឃើញគេឲ្យអារម្មណ៍យើងដឹងថាមិនហ្នឹងឬមួយក៏គេអារម្មណ៍ថាគេនៅនឹងដែរ បាទ កុំឲ្យខុសមកខុសករបៀបអញ្ចឹង តែ David ដល់ពេលនិយាយថាអាសាឃើញអញ្ចឹងធ្វើឲ្យខ្ញុំនឹងកើតជំងឺឆ្ងល់នៅពេលដែលគេធ្វើការងារជា DOP កាន់កាមេរ៉ាដើរថតនេះដែលលើស frame ឯងដែលលើសតួឯង លើសបងលើស អូយ លើស អាចចម្លែកតិចបានទេ កាលហ្នឹងខ្ញុំទៅថតរឿងហើយស៊ីនហ្នឹងស៊ីនយប់នៅក្នុងព្រៃ រឿង ហ្នឹងហើយថតរឿង អាចឬក៏មិនអាចបិទ អត់កែទេដោយសាររឿងហ្នឹងគេអត់ release ទេរឿងហ្នឹងគេអត់ចេញទេខ្ញុំអត់ដឹងថាមានបញ្ហាអីដែរខ្ញុំអត់ដឹងដែរហើយកាលហ្នឹងខ្ញុំអត់ទាន់ជា DOP អញ្ចឹងយើងជា camera operator អ្នក operate camera ជាខ្មោច ហ្នឹងហើយគេថតរឿងខ្មោចហើយពេលហ្នឹងវាស៊ីនយប់ហើយវានៅក្នុងព្រៃថតក្នុងព្រៃ ភ័យអីគេដែរ អត់ចាំដែរតែ ខេត្តណា នៅ wait ស្ទឹងត្រែង I think ដូចជាទៅអាចជាទៅខាងហ្នឹងហើយហើយជាស្ទឹងត្រែងវាមិនព្រៃស្ដុកអីទេប៉ុន្តែវាដើមឈើខ្ពស់ មកអាចថតបាន ហ្នឹងហើយមកថតបានមកថតផ្លាំងថតបានបើហើយអញ្ចឹងយើងអ្នកកាន់កាមេរ៉ាDOP គាត់អត់កាន់កាមេរ៉ា DOP គាត់អង្គុយមួយ director នៅខាងក្នុងនៅក្នុង boot cam ហ្នឹងហើយអញ្ចឹងហើយកាលហ្នឹងវាបត់ពិសោធន៍ដំបូងដែរខ្ញុំមិនដែរថតរឿងនេះហើយយើងអត់ដែរទៅថតយើងអត់ដែរមានបត់ពិសោធន៍ការងារអស់ហ្នឹងទេលើកទី1ហ្មងយើងទៅថតអញ្ចឹងណាហើយយើងប្រើឲ្យកុំវិញអញ្ចឹងទៅឡងពេលដែលដាក់ប្លង់ឲ្យ DOP គាត់ confirm គាត់យល់ព្រមថាអូខេប្លង់ហ្នឹងត្រូវតាមគាត់ចង់បានហើយឡងដាក់ហ្នឹងខ្ញុំឃើញនៅក្នុងប្លង់ហ្នឹងខ្ញុំឃើញមានសម្អល់សមួយនៅក្នុងឡើងជ្រៅហ្មងវាប្លង់កាមេរ៉ាឃើញប៉ុណ្ណឹងអញ្ចឹងនៅក្នុងអីដែលយើងឃើញប៉ុណ្ណឹងហ្នឹងឃើញមានសម្អល់សមួយនៅក្រោយហ្នឹងតែឡើង ជាសមោលមនុស្ស សមអត់ដឹងអត់ចាំជាមនុស្សហ្មងប៉ុន្តែជាសមោលពណ៌សហោះតែឡើងទៅលើខ្ញុំភ្លាមហ្នឹងខ្ញុំវាយកុំសួរបងមានឃើញមានណាគេនៅខាងក្រោយហ្នឹងទៀតអត់ខ្ញុំខ្លាចថាមានមនុស្សនៅក្រោយនោះទៀត យល់ ព្រោះនៅក្នុងប្លង់ថតបើសិនជាឡៃហ្នឹងមានតែតួថាគេដាក់តួ5អញ្ចឹងមានតែ5មិនអាច6ទេអញ្ចឹងហើយខ្ញុំក៏សួរថាបងមានណាគេនៅក្រោយទៀតអត់អញ្ចឹងគេវាយកុំតគ្នាអត់មានទេអីបងDP ហ្នឹង DOP ហ្នឹងគាត់មកសួរអត់ណៃឃើញអីមែន
ខ្ញុំថាខ្ញុំឃើញអីសហោះឡើងលើគាត់ថាអានេះក៏មាត់ថតទៅអីម្នាក់ឡើងយល់ណាពេលដែលខ្ញុំនិយាយថាមានអីសហោះហ្នឹងគេវាភ្នែកគ្រប់គ្នាមករកខ្ញុំគ្រប់គ្នាហ្មងយល់ព្រោះយើងនិយាយដាក់អីកូមែនប៉ុន្តែយើងនិយាយរៀងលឺអញ្ចឹងភ្នែកម្នាក់ងាកមកយើងគ្រប់គ្នាខ្ញុំឡើងខ្ញុំអត់ដឹងយើងអត់មានបទពិសោធន៍មិនហ្នឹងយើងអត់ដឹងថាអូពេលអញ្ចឹងយើងអត់ត្រូវនិយាយប្រាប់ថាវាមានរឿងអីទេយើងដឹងថាពេលចូលព្រៃអាហ្នឹងយើងដឹងបើយើងដើរលេងតែអានេះយើងមកថតអញ្ចឹងហើយវានៅក្នុងប្លង់ខ្ញុំគិតថាវាជាមនុស្សហើយខ្ញុំឆ្ងល់ទៀតពេលដែលនិយាយហើយខ្ញុំចុះមនុស្សមិនឡើងលើកើតអញ្ចឹងទៅក៏គេថតទៀតទៅអញ្ចឹងម្លងពេលដែលថតគឺមានវាថតខុសអីហោហែអញ្ចឹងទៅមានពេលខ្លះយើងថតអញ្ចឹងម្លងពេលថតគឺមានស្មៅតែកាត់តែឃើញតែកាមេរ៉ាយើងឯងតែកាត់អញ្ចឹងមកបាទហ្នឹងហើយខ្ញុំប្រាប់ថាបងម្ដងទៀតបានអត់មានគេកាត់មកខ្ញុំតែទៅវាយពីក្រោយមកឡងអត់ដែរមានអីហ៎ស្អាតធម្មតាតើអូនអញ្ចឹងមកស្ដែងអញ្ចឹងមកហើយកាត់តែយើងគេថាបើសិនជាកាត់ទៅគេកាត់ដែរអត់អីទេប៉ុន្តែកាត់យើងគេអត់អីនឹងវាអញ្ចឹងសម្រាប់បងប្អូនទាំងអស់អត់យល់កន្លែងហ្នឹងមានន័យថាប្លង់កន្លែងហ្នឹងអាចប្រើកាមេរ៉ា2 3ទៅ4ដែរហ្នឹងហើយបាញ់ទៅ angle ទៅតែមួយគ្រាន់តែមួយ close up មួយ wide angle រៀងប្លង់ធំប្លង់តូចប្លង់ចៀតអីចឹងទៅអញ្ចឹងប្លង់ទាំងអស់គឺបាញ់ទៅកន្លែងហ្នឹងមួយទេទោះត្រង់ថាមានតែកាមេរ៉ា David ទេដែលមានសម្ោលដែរបាទប៉ុន្តែសម្ោលហ្នឹងគឺឃើញតែយើងឯងយើងអ្នកឃើញយល់ប៉ុន្តែ director ដែលគាត់នៅក្នុង cam ដែលគាត់មើល monitor ផងគាត់ថាអត់ឃើញអីទេដល់កន្លែងធម្មតាតែអូនត្រង់ចំណុចនេះដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្វីដែលយើងទៅមើលរឿងអបិយជំនឿឬរឿងរន្ធត់នៅក្នុងកន្លែងហោងកុនណាភ្នែករបស់យើងមើលឃើញបានត្រឹមតែតួសម្ដែងបរិយាកាសនៅក្នុងប្លង់ហ្នឹងឯងត្រូវហ្នឹងហើយប៉ុន្តែធៀបពិតមិនស្រួលមានលើសតួច្រើនណាស់នៅក្នុងប្លង់ហ្នឹងហើយខ្ញុំអត់ច្បាស់ដែរសាប់ពេលហ្នឹងខ្ញុំថតតែមើលហ្នឹងខ្ញុំជប់ថតប្រហើយខ្ញុំជប់ថតបើសិនជាគេឲ្យខ្ញុំថតទៅបើខ្ញុំជប់ថតខ្ញុំអត់ថតប្រហើយអត់ចង់ទៀតហ្មងវាបើសិនជាយើងគិតថាវាបានច្រើន yes បានច្រើនតែយើងថតយប់ហើយថតតែពេលយប់ទេអញ្ចឹងវាហត់តែអត់ចង់បានទៀតទេអត់កែទេក្រៅពីនេះតេតិនពីការងារ DOP ដែលបង្ហាញខ្លួននៅក្នុងប្លង់មានតែរឿងខ្មោចហ្នឹងទេឬក៏មានបរិបទច្រើនទៀតដូចជាមានករណីច្រើនទៀតអត់ទេមែនតើទៅអត់ដែរអត់ទេមានតែរឿងអបិយជំនឿមួយដែលថតទៅភាគច្រើនអញ្ចឹងបាទវាមានរបៀបយើងទៅតាមកន្លែងកំសាន្តខ្លះយើងទទួលអារម្មណ៍ថាអូពេលយើងទៅថតហ្នឹងយើងមានអារម្មណ៍ថានៅនឹងមានអ្នកនៅនឹងដែរអីចឹងប៉ុន្តែអត់ឃើញនៅក្នុងកាមេរ៉ាយើងអីអត់ឃើញទេអូយធ្វើខ្ញុំចង់ដឹងហើយនេះខ្ញុំមិនដឹងថាតើប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនាមានខ្សែខាង director មានខ្សែខាង production lighting ខ្សែខាងណាក៏ដោយឲ្យតែតាក់ទងជាមួយការថតកុនហើយបើសិនជាអាចខ្ញុំចង់ដឹងថាពេលពួកគាត់ធ្លាប់ថតរឿងអបិយជំនឿឬរឿងអមនុស្សបែបហ្នឹងអត់បើសិនជាធ្លាប់ហើយច្រើនទៀតខ្ញុំចង់ដឹងថាខ្ញុំមិនជឿថាគាត់អត់ដែរជួបទេខ្ញុំជឿជាក់ថាពួកគាត់យ៉ាងហោចណាស់ត្រូវតែមានម្នាក់ធ្លាប់ប៉ះរឿងចឹងហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយខ្ញុំស្វែងរកបងដែលគាត់ថត production ហើយគាត់ជួបរឿងសាហាវបំផុតជួយឲ្យគាត់ឆាត់មកកាន់ page ជាវិញផងខ្ញុំចង់សម្ភាសគាត់ខ្លាំងមែនទែនថាតើរឿងនៅក្នុងព្រៃវាមានរឿងបែបណាខ្លះបើយើងទៅដើរព្រៃខ្ញុំអាចយល់បានតែអាពេលថតអាពងការងារអូយសាហាវមែនទែនពួកខ្ញុំធ្លាប់មើលបងដាវគាត់ឡើងតុកភ្លឺ background ហ្នឹងគាត់និយាយពេលដែលគាត់ថតរឿងមួយយប់ស្លាប់ទាំងអស់ដូចជាអញ្ចឹងសាច់រឿងរបស់គាត់ណាគាត់បាននិយាយតាក់ទងនឹងបាត់ប្លង់លឹះតួឡាអូច្រើនមែនទែនចុះ production ទាំងមូលវិញដែលខ្ញុំចង់ដឹងមែនទែនខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយអរគុណណាស់សម្រាប់សាច់រឿងខ្លីៗដែលជាបទពិសោធន៍ការងារឥឡូវយើងចូលដល់សាច់រឿងទី3ដែលនឹងចែករំលែកតាក់ទិនពីការបោះតង់ហ្នឹងហើយបងអញ្ចឹងនេះយើងទៅសង្គមតាសាហាវណាអាចបងអាចចាំមើលអញ្ចឹងយើងកាលហ្នឹងខ្ញុំចាំថាខ្ញុំធ្វើការកាលហ្នឹងខ្ញុំធ្វើការបានមួយរយៈថាមុនកូវីដមុនផ្ទុះកូវីដអញ្ចឹង
ពួកខ្ញុំទៅដើរលេងទៅបោះតង់នៅនេះមិនចាំញូទៅណា បាទខ្ញុំអាចទទួលយល់បាទ ហ្នឹងហើយអញ្ចឹងម្លងពេលដែលទៅហ្នឹងយើងអត់ទៅ direct ទៀតយើងអត់ទៅយើងទៅកន្លែងផ្សេងសិនយើងកាលហ្នឹងយើងទៅ គ្នាម៉ានអ្នកដែរ 5ម៉ូតូអញ្ចឹង8ទៅ10នាក់ ហ្នឹងហើយប្រហែល10ថា10នាក់ចុះហ្នឹងហើយប្រហែលប៉ុណ្្នឹងខ្ញុំភ្លេចដែរអញ្ចឹងម្លងពេលដែលទៅហ្នឹងយើងទៅតែយើងទៅពីព្រលឹមអញ្ចឹងយើងចេញទៅពីព្រលឹម early ហ្មងអញ្ចឹងទៅដល់ហ្នឹងយើងអត់តន់ចង់ទៅនឹងហ្មងយើងចង់ជិះត្រាច់ចរដើរលេងយ៉ាងហោហែក្មេងៗអញ្ចឹងហ្នឹងហើយអញ្ចឹងទៅហ្នឹងក្នុងចំណោមហ្នឹងខ្ញុំមិនដឹងមិនដែររៀបមិនបានទៅពួកម៉ាក់ខ្ញុំមានក្នុងចំណោមហ្នឹងវាយកមានពួកម៉ាក់យកពួកម៉ាក់ទៅហើយពួកម៉ាក់របស់ពួកម៉ាក់ខ្ញុំហ្នឹងមាត់ដាច់ហ្មងមិនដាច់ធម្មតាម្លងពេលជិះទៅធម្មតាគេមានគេឲ្យក្មេងៗជូនទៅត្រូវអត់អាចឲ្យក្មេងៗជូនទៅតែយើងអត់ចង់ជិះទៅវាខ្វាត់ខ្វែងច្រើនចង់ជិះទៅdirect ថ្មីដល់ហ្នឹងហ្មងអញ្ចឹង ផ្លូវកាត់បាទ ផ្លូវកាត់ប៉ុន្តែពួកខ្ញុំអត់ទេចង់សាក់ខ្លួនឯងអញ្ចឹងម្លងពេលជិះទៅហ្នឹងជិះទៅមួយហ្នឹងវានិយាយ មិត្តភក្តិរបស់មិត្តភក្តិ ហ្នឹងមិត្តភក្តិបងភក្តិemថាកចអ្នកកហ្នឹងចុះកហ្នឹងគាត់និយាយចុះជិះឡើងតិចវិញនិយាយចឹងហើយខ្ញុំគាត់ថាចំជិះចូលព្រៃមិននិយាយចឹងទៅម្នាក់ពួកម៉ាក់ខ្ញុំហ្នឹងគោះហើយកុំនិយាយជិះទៅខ្ញុំក៏ជិះទៅហោហែប៉ុន្តែពេលដែលខ្ញុំជិះទៅយើងឈប់ឡើងណាអញ្ចឹងខ្ញុំមានបងរបស់ខ្ញុំម្នាក់គាត់ជឿដែរអញ្ចឹងគាត់យកអីទៅម៉ាក់ដើមឈើទៅគូសលើដើមឈើគាត់យកចំណាំហ្នឹងឯងចំណាំថាបើយើងជិះមកឡើងហ្នឹងទៀតមានថាយើងមានបញ្ហាអីទេអញ្ចឹងគាត់គូសឡើងហ្នឹងហើយខ្ញុំចាំដើមឈើហ្នឹងហ្មងតែថាដើមឈើហ្នឹងយើងធ្វើជាងគេហើយវានៅចំកណ្ដាលផ្លូវហ្នឹងអញ្ចឹងយើងជិះទៅនិយាយហើយជិះទៅមកសន្ទុះមកវិញជិះទៅអញ្ចឹងទៅមកដល់ជួបឡើងហ្នឹងវិញឃើញដើមឈើហ្នឹងទៀត បានតែយើងជិះដឹងទៅត្រង់ ហ្នឹងហើយ អត់មានអារម្មណ៍ថារៀងកោងទេណា អត់ទេ ពូខ្ញុំព្យាយាមសម្រាប់បងប្អូនមួយចំនួនខ្ញុំព្យាយាមបំបត្តិខៃលោកគាត់ជិះចុះផ្លូវកោងអីចឹងណាខ្ញុំព្យាយាមបំបត្តិវិជាសាស្ត្រចេញ ខ្ញុំដំបូងក៏ចឹងដូចគ្នាខ្ញុំគិតថាជិះឡើងបាត់ចុះបាត់ឡើងមកឡើងហ្នឹងវិញហីប៉ុន្តែវាមិនអាចច្រើនដងពេកទេ2 3ដងទៅចឹងទៅឃើញអាហ្នឹងទៅចឹងទៅឃើញអាហ្នឹងទៀតដូចជាប់នៅក្នុងលូបអាហ្នឹង បាទ អញ្ចឹងខ្ញុំឈប់ម៉ូតូទាំងអស់បងប្រុសមួយដែលគាត់ទៅគូសហ្នឹងគាត់ថាអត់ស្រួលទេបកក្រោយហើយមិនខ្ញុំគាត់ថាមិនបកក្រោយជួបនឹងដែរទេទៅអត់ទៅណានៅត្រឹមហ្នឹងឯងបើមិនសុំគេទេទៅអត់ផុតទេទៅអត់ដល់ចេញក្រៅក៏អត់ដឹងទៅណាដែរសុំដោះអវ៉ាន់មានរបស់យើងញ៉ាំហ្នឹងអត់ធុកឡៃហ្នឹងហ្មងអត់ធុកភ្លាមហ្មងសុំចេញទៅវិញអត់តឯងសុំចេញទៅវិញហ្មងពេលដែលយើងអត់ធុកនិយាយគឺខ្ញុំសុំបកក្រោយធ្វើម៉េចឲ្យខ្ញុំទៅដល់កន្លែងដើមវិញបកហើយអត់ជីបកក្រោយទេជីទៅត្រង់ទៀតតែចេញទៅកន្លែងដើមវិញបងប្រុសហ្នឹងគាត់ថាកុំជីបកក្រោយអូនទៅត្រង់ទៀតខ្ញុំដឹងថាគាត់ឃើញអីទេគាត់ក៏អត់និយាយអីដែរគ្រាន់តែអត់ធុកហើយអីហើយយើងចាំតអស់ធុកយើងចាំនឹងអង្គុយត្រាំត្រែងនៅនឹងទៅតអស់ធុកហ្នឹងគាត់ថាទៅត្រង់ទៀតទៅអីក៏ស្រួលនេះទៅត្រង់ទៀតទៅបងនឹងអ្នកនាំផ្លូវបងគាត់ទៅម៉ូតូទី1វិញអញ្ចឹងគាត់ជិះទៅគឺចេញដល់ក្រៅវិញមែនទៅដល់ខាងក្រៅវិញហ្មងវាអត់ត្រូវរឿង ហ្នឹងហើយតែពិតយើងត្រូវជិះបកក្រោយបានទៅដល់ក្រោយទៅមិនទៅដល់នេះទៅត្រង់ទៅតម្រង់ទៅបាយជាចេញមកកន្លែងដើមវិញ ហ្នឹងហើយមកក្រោយវិញខ្ញុំក៏សាក់ដែរខ្ញុំក៏ភ្ញាក់ដែរមិនបានត្រូវមកក្រោយមិនបានត្រូវទៅត្រង់មកកន្លែងដើមគាត់អត់និយាយទាំងអស់គាត់អត់និយាយទាំងអស់សួរគាត់ឆ្លើយដែរគាត់ថាកុំចង់ដឹងអូនទៅឲ្យតែបានសុខព្រោះយើងដើរលេង គាត់ច្បាស់ជាឃើញអី ហ្នឹងហើយខ្ញុំដឹងតែគាត់ឃើញអីតែគាត់អត់ប្រាប់តបមកក៏អត់បានដើរលេងអាហ្នឹងឯងអូខេអញ្ចឹងយើងទៅទិញរបស់របរថែមព្រោះទុកញ៉ាំយប់ហ្នឹងទៅកន្លែងអញ្ចឹងយើងទៅបោះតង់នៅជ្រុងមួយទឹកហ្នឹងវាធំអញ្ចឹងកន្លែងទឹកហ្នឹងវាធំ ស្រះ បឹង ហ្នឹង ស្រះអោបឹង
ទឹកនឹងទៅហ៎ ហ្នឹងហើយតែគាត់ថាវានៅ ជាស្រះជាបឹងហ្នឹងហើយបើតូចស្រះបាទ ហ្នឹងហើយអញ្ចឹងយើងអត់នៅចំដោយសារតែទៅហ្នឹងវាមានគេដែរមានគេមានឯងអញ្ចឹងណាយើងទៅជ្រុងមួយទៀតរៀងស្ងាត់ពេលទៅផុតពីគេទៅជ្រុងហ្នឹងវាស្ងាត់តែមានមនុស្សឯងអញ្ចឹងយើងបោះតាំងនៅហ្នឹងអញ្ចឹងរៀបចំបោះតាំងរៀបចំអីហើយអីចឹងទៅបងហ្នឹងគាត់មានទម្លាប់សែនមានថាគាត់ទៅដល់ណាគាត់ដាក់តិចតួចទៅឲ្យគេអីចឹងណាហ្នឹងហើយតាមពិតទៅខ្ញុំក៏ធ្វើចឹងដែរប៉ុន្តែពេលខ្លះខ្ញុំអត់ធ្វើទេខ្លាចគេបានចិត្ត យល់ ហ្នឹងហើយបើទៅកន្លែងណាខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស្រួលខ្ញុំអាចដាក់អាចអត់ទៀតបើសិនជាខ្ញុំមានអារម្មណ៍មួយថាចេះបើសិនជាគេមកឲ្យយើងសុខសប្បាយខ្ញុំដាក់ឲ្យតែបើសិនជាមកឆាឆៃខ្ញុំមិនដាក់ឲ្យ នេះជាចក្ខុវិស័យរបស់ David ហ្នឹងហើយ បាទ អាហ្នឹងខ្ញុំតែបើបងប្អូនហ្នឹងអត់ទេគាត់ថាគាត់ទៅណាគាត់ដាក់ដែរឲ្យតែគាត់ទៅកន្លែងចឹងទៅព្រៃទៅបោះតាំងទៅអីចឹងហ្នឹងគាត់ក៏រៀបចំមកប្រអប់សបអប់បាយយើងហ្នឹងនៅមានសាច់មានអីចឹងទៅគាត់យកទៅដាក់នៅជ្រុងផ្សេងចឹងណាហើយបន្ទាប់មកទៀតម្នាក់កហ្នឹងដដែលគាត់កំពុងតែរៀបតាំងរៀបអីចឹងណាគាត់ថាមេឃហប់ដូចពិបាករស់នៅបាក់នៅវាហប់ពិបាកនៅគាត់អត់ចេះនៅម្នាក់ហ្នឹងខ្ញុំគិតថាម្នាក់ហ្នឹងអត់ដែលបោះតាំងអីយ៉ាងបានអញ្ចឹង បាទ ហប់បាក់នៅអត់ចេះនៅរបៀបអញ្ចឹងខ្ញុំគិតថាប្រហែលជាខុសអីទៀតហើយនៅខុសអីទៀតហើយខ្ញុំអត់មកទៅបងនឹងគាត់អត់និយាយដែរគាត់មានមាត់មានអីទេព្រោះវាអត់ដឹងធ្វើមកយកបើមនុស្សហ្នឹងវាអញ្ចឹងរហូតដល់យប់អញ្ចឹងពេលយប់ហ្នឹងយើងនឹងអង្គុយនៅអាដៃភ្លុកភ្លើងហ្នឹងអង្គុយលេងញ៉ាំអីផឹកអីចឹងទៅតបមកម្នាក់ហ្នឹងគាត់ទៅបាត់ជើងយកគាត់ទៅបាត់ជើងនៅណាទេគាត់ថាអូយឈឺនោមទៅទប់ទឹកទៅបាត់ជើងអីដឹងហើយនៅហ្នឹងវាមានទប់ទឹកទេមានទប់ទឹកមានអីទេអញ្ចឹងដើរទៅកន្លែងគុំព្រៃណាមួយចឹងណាមិនដឹងគាត់សុំអត់ទេមិនដឹងដែរប៉ុន្តែ ដឹងតែអត់សមឯងមនុស្សមាត់ដើរអញ្ចឹងហ្នឹង ហ្នឹងហើយអញ្ចឹង direction ដែលគាត់ដើរហ្នឹងគឺខ្ញុំអង្គុយអញ្ចឹងគាត់ដើរទៅណោះអញ្ចឹងខ្ញុំឃើញគាត់ដើរទៅតែពេលគាត់ដើរមកវិញខ្ញុំឃើញមានម្នាក់ទៀតដើរតាមគាត់មកដែរខ្មៅស្ទង់ហ្មងមិនឃើញអីទេដើរតាមគាត់តុកមកតែមកដល់ត្រឹមតាំងអត់មកទៀតទេមកតែគាត់ទេមកអង្គុយ ម្នាក់ហ្នឹងនៅឈរត្រឹង ហ្នឹងហើយឈរត្រឹងអត់មកទៀតទេ ឈរចាំមើលវិញ ហ្នឹងហើយមានថាដូចតាំងយើងតាំងយើងជុំគ្នាចេះ បាទ យើងអត់រាយឆ្ងាយទេយើងរាយជុំគ្នាចេះព្រោះសិតតអ្នកថ្មីសិតអ្នកអត់ដែរអញ្ចឹងយើងការពារអស់នេះយើងពាត់គ្នាអញ្ចឹងម្នាក់ហ្នឹងដើរទៅហើយពេលដើរមកវិញគឺចំ direction គឺចំអាថ្លឹងដែលខ្ញុំមើលទៅឃើញគាត់ហ្នឹងហ្មងអញ្ចឹងគាត់ដើរមកទៅឃើញមានស្រមោលស្ទង់មួយទៀតដើរមកដែរខ្ញុំដំបូងគិតថាស្រមោលគាត់អញ្ចឹងតែដល់ពេលតែគាត់ដើរមកផុតមិនស្រមោលនៅឈរស្ងៀមកើត បាទ តាមធម្មតាបើស្រមោលក៏វានៅខាងក្រោមដែរ បាទ វាមិនស្រមោលណាស្មើគាត់ទេអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាអត់ស្រួលខ្ញុំប្រាប់បងប្រុសមួយដែលគាត់នាំផ្លូវហ្នឹងគាត់ថាបងខ្ញុំឃើញអីដើរតាមអាកោនោះបងថាអានេះកុំមាត់ចាំមើលបងមើលសិនមិនទៅអញ្ចឹងម្លងពេលហ្នឹងគឺម្នាក់ហ្នឹងចាប់ផ្ដើមរៀងអត់ស្រួល ប្រហែលអាកប្បកិរិយាខុសធម្មតា បាទមកវិញលែងមាត់លែងកអីហ្នឹងអង្គុយថ្មឹងអង្គុយជុំមួយគេប៉ុន្តែអង្គុយថ្មឹងហ្មងគេហៅផឹកក៏អត់ទេអង្គុយសឡឹងអង្គុយដូចមកតកាំងអង្គុយស្កប់អញ្ចឹងអង្គុយថ្មឹងអញ្ចឹងគិតតែហឺអញ្ចឹងហ្នឹងហើយដកថើមដូចដកថើមធំតែលឺមានសលេងមកហឺអញ្ចឹង ដូចធ្ងោ ហ្នឹង ដូចធ្ងោអ្នកឈឺតិចតិចខ្ញុំយល់ ហ្នឹងហើយដល់ពេលហើយមានអ្នកសួរគោះមិនឲ្យកើតថៃអត់ឆ្លើយទេទៅអង្គុយនៅហឺអញ្ចឹងមកសទុះងើបតែដេកងើបចូលទៅតាំងអត់និយាយរកណាគេណាគឺងើបដើរទៅតាំងហ្មងអញ្ចឹងតាំងហ្នឹងអត់នៅមុខខ្ញុំទៀតទេតាំងហ្នឹងទៅពីក្រោយចេះវិញអញ្ចឹងខ្ញុំអត់ឃើញអីណែនៅនឹងទៀតទេ បានន័យថា David អង្គុយបែរខ្នងដាក់តង់គាត់ បាទតាំងគាត់វានៅវាមិនក្រោយត្រង់ចេះវាអាចប្រឆិតបន្តិចអីចឹងតែខ្ញុំអត់ងាកអីខ្ញុំអត់ងាកមើលដឹងថាគាត់និយាយតមកថាងួយដេកហើយទៅដេកហើយងើបទៅតែស្អីខ្ញុំអត់ចូលចិត្តដែរចូលព្រៃនិយាយដូចឈួតអញ្ចឹងខ្ញុំក៏អត់សូវចូលចិត្តដែរអញ្ចឹងងើបទៅចឹងណាបើនៅក្នុងចិត្តខ្ញុំងើបទៅក៏ល្អដែរនៅក៏អត់បាន ប្រយោជន៍ យោជន៍អីដែរខ្លាចខ្ញុំខ្លាចតែនិយាយសវឹងតិចទៀតទៅនិយាយអីផ្ដេសផ្ដាសទៀតមិនអាសន្ន
ឆាប់ទៅបាត់ពីមុខពីមាត់ឲ្យលឿនខ្ញុំយល់ ទៅដេកទៅដេកឲ្យបាត់ទៅអញ្ចឹងហើយឡងពេលដែលគាត់ដេកហ្នឹងតាំងគាត់អង្គើបង្ងាស់ដូចមានដូចគាត់ពងបង្ងាស់មួយពីណាអញ្ចឹងតែតាំងហ្នឹងគាត់ដេកតែម្នាក់ឯងបង្ងាស់ អត់យល់ មានថានៅក្នុងតាំងបើសិនជាយើងបង្ងាស់ទៅបង្ងាស់មកតាំងវាអង្គើ បាទ ហ្នឹងហើយអញ្ចឹងលឺសលេងសំបីអ្នកនៅដែលបែរទៅហ្នឹងឃើញតាំងហ្នឹងអង្គើបង្ងាស់ហ៎ប៉ុន្តែតាំងហ្នឹងអត់មានភ្លើងទេគឺល្ងិតតែឃើញតែតាំងហ្នឹងអង្គើហើយអញ្ចឹងម្នាក់ខ្លាចម្នាក់ហ្នឹងខ្យល់កោមួយក៏ក្តៅពេកអីចឹងណាហត់ទៅបើកតាំងហ្នឹងមើលប៉ុន្តែទៅតាំងម្នាក់ហ្នឹងដេកស្ងៀមដេក ដេកអង្គើ ហ្នឹងហើយដេកធម្មតាដេកដូចយើងដេកធម្មតាស្ដាប់ភួយដេកធម្មតាចឹងណា បាទ ហ្នឹងហើយចឹងយើងក៏អត់ចាប់អារម្មណ៍អីទៀតយើងគាត់ថាគីឡូខ្យល់ព្រោះពេលហ្នឹងវាខ្យល់ដែរតិចចឹងណាហឹមចឹងទៅចឹងក៏យើងអត់ចាប់អារម្មណ៍គាត់ថាអូខេគីឡូខ្យល់អីចឹងទៅម្នាក់ហ្នឹងដេកក៏ដេកទៅចឹងណារហូតដល់គ្រប់គ្នាទៅសម្រាប់អស់ចឹងម្លងពេលដែលទៅសម្រាប់អស់ហ្នឹងខ្ញុំទៅសម្រាប់ដែរហើយប៉ុន្តែអីដែលខ្ញុំឮខុសពីគេឮខ្ញុំឮសលេងកណ្ដឹងគោ បាទ ហ្នឹងហើយសលេងកណ្ដឹងគោហើយយើងគិតថានៅហ្នឹងមានគោមកពីណាហើយមិនសលេងគោហ្នឹងឮមកទោះបីជា លឺតែឡោគោ ហ្នឹងហើយឮគ្លឹងចឹងណាហើយទៅឡើយដំបងឆ្ងាយយូរទៅចិត្តទៅដូចដើរមករកកន្លែងយើងអញ្ចឹងហ្នឹងហើយអញ្ចឹងម្លងពេលហ្នឹងខ្ញុំអត់ចេះគេងទេតែប៉ុន្តែខ្ញុំអត់ចេះគេងបោះតាំងទេប៉ុន្តែដោយសារតែគេទៅខ្ញុំទៅដែរអញ្ចឹងយើងចង់សាកដែរអញ្ចឹងម្លងពេលហ្នឹងគឺសលេងហ្នឹងគឺលឺរួចបាត់នៅពេលដែលបាត់ហ្នឹងខ្ញុំលឺសលេងដូចគេទាត់ភ្នក់ភ្លើងមកជើងផាំងទាត់ភ្នក់ភ្លើងហ្នឹងប្រាវហ្មងតបមកពេលដែលម្លងពេលដែលលឺអាហ្នឹងខ្ញុំលឺសលេងតាំងម្នាក់កហ្នឹងស្រែកកំប៉ះខ្ញុំចេញហើយកកំប៉ះខ្ញុំពុកព្រីប្រះពេញហ្នឹងឡើង everyone ភ្ញាក់ម្នាក់ភ្ញាក់កើតថៃមិនទៅដល់ពេលម្នាក់ភ្ញាក់មកប្រាប់ថាវាឃើញគេមកចាប់ទាញដៃវាទៅគេថាវាអត់ទៅទេវានៅពងៀងពីពងៀងនៅហ្នឹង គាត់បានប្រាប់អំពីសាវតាឬក៏រូបសន្តានអ្នកដែលមកចាប់នឹងបែបណាទេ តាខ្មៅសបល់ខ្មៅតែមានធំហើយដើរមកចាប់ដៃទាញទៅប៉ុន្តែវាបងាស់ដែរអត់ទៅហើយអញ្ចឹងបានចេញជាសលេងកុំចាប់ខ្ញុំហ្នឹងខ្ញុំអត់ទៅទេហ្នឹងចេញមកហើយអីដែលយើងឃើញគឺចេញមកភ្លុកភ្លើងហ្នឹងរាយមែនមានគេទាត់មែនប៉ុន្តែកន្លែងយើងនៅវាអត់មានមនុស្សទេអញ្ចឹងមិនបានភ្លុកភ្លើងហ្នឹងទាត់បើសិនជាអាលំក៏វាមិនរាយដែរនេះរាយហ្មងដូចមួយជើងទៅរាយពេញហ្នឹងហ្មងឡើងរត់រាយពេញហ្នឹងហ្មងវាអញ្ចឹង បាទ ហ្នឹងហើយអញ្ចឹងឡងពេលហ្នឹងម្នាក់ហ្នឹងចាប់ដើមអត់ស្រួលខ្លាំងហ្មងហើយយើងអត់ដឹងថាមិនទេយើងក៏អត់ដឹងថាវាមានបញ្ហាអីដែរខ្ញុំដកខ្សែកខ្ញុំឲ្យម្នាក់ហ្នឹងពាក់ខ្ញុំដល់ម្នាក់ពាក់សិនពាក់ទៅម្នាក់ហ្នឹងយើងថយវិញលែងហើយអង្គុយស្ងៀមវិញអញ្ចឹងឡងពេលដែលគាត់អង្គុយស្ងៀមហ្នឹងគាត់សើចស្ងួតជ្រើងហ្មង សើចចឹងហើយគាត់ថាហើយប្រហើនណាសំដីឲ្យប្រហើនណានិយាយចឹងហ្មងស្រស់ញឹងហ្មងហើយមិនសលេងគាត់ទេសលេងស្អកមកស្អកហើយបើណាចឹង មិនណាតែមិនស្អកចឹងពេកតែសលេងធំសលេងធំហ្នឹងហើយអញ្ចឹងយើងក៏និយាយមួយទៅថាខុសកូនចៅខុសអីតែចង់បានអីចឹងទៅគាត់អត់មានគាត់ឲ្យសុំកម្មាទោសគាត់ដោយសារយើងប្រហើនតែប្រហើនមែនអ្នកនឹងប្រហើនមែនអញ្ចឹងហើយគាត់ថាពួកឯងសំណាងហើយមានអ្នកថែបើអត់ទេអញកាច់ហើយ បុគ្គលកហ្នឹងឬក៏មកក្រុមហ្នឹងមានអ្នកជួយរងជួយមកជួយគ្នាជួយចរចា ហ្នឹងហើយជួយគ្នាបានណាបើអត់ទេគាត់កាច់ហើយយើងឡើងអស់លីងហ្មងអីយើងខ្ញុំតែខ្ញុំដោះខ្សែកចេញខ្លួនខ្ញុំក៏មានអារម្មណ៍ថាអត់ស្រួលដែរខ្ញុំឡើងត្រជាក់ចុងដៃចុងជើងខ្ញុំថាយើងអត់ស្រួលហ្មងណាយើងទទួលអារម្មណ៍ថាខ្ញុំអត់ស្រួលហ្មង
tới có cho cha tiết từ có trong ban ấy tới mùi không phần xong tới thà lợi trăm Phật tới dục hơi ủa lợi bị dục hơi đăng tới na tê dục hơi dục thiệt hơi có ngặt ngã đua đi phân tới một chấn đúa tới từng tiếng một mình motion tới mình từ việc tha tới kênh vinh năng ngày ở đây dưới đấy từ mà đã không phân tới một năng ngày nhóm ắt đó xài co chơi nhóm khai bài nhà thì nhóm ai còn xài co nhóm chụp tụcแต่ว่าខ្ញុំអត់ត្រូវឲ្យខ្សែកនឹងពាក់ទេមែនតើទៅហើយខ្ញុំស្អប់ដែរមែនតើទៅខ្ញុំអត់ចូលចិត្តដែរប៉ុន្តែកន្លែងតែសាក់អញ្ចឹងអត់ចូលចិត្តនឹងទុកឡងសិនហ្នឹងហើយដោះស្រាយមកយប់នឹងសិនអញ្ចឹងបាទអញ្ចឹងអំឡុងពេលទាំងអស់ហ្នឹងរហូតដល់ព្រឹកអត់មានបញ្ហាអីទេអត់មានអីទេរហូតដល់ព្រឹកឡើងយើងទិញខ្សែអីហើយអស់ពេលចេញទៅវិញយើងទៅឲ្យធុកទៀតវាថាយើងសុំខមាតូអីចឹងទៅបើយើងខុសមាត់ខុសកអីផ្សេងកុំឲ្យយើងមានបញ្ហាអីចឹងណាតាមផ្លូវសុខសប្បាយអីចឹងទៅហោហែអញ្ចឹងក៏តាមផ្លូវមកសុខសប្បាយរហូតដល់ទៅប៉ុន្តែម្នាក់ហ្នឹងពេលហើយគាត់ឈឺទៅស្រោចទឹកដូចជា7វត្តប្រហែលហ្នឹងហើយតើគាត់បាត់ឈឺគាត់ហ្នឹងស្អីរឿងហ្នឹងប៉ុណ្្នឹងហើយខ្ញុំស្អប់ការបោះតង់ជាទីបំផុតចឹងហើយទៅខ្ញុំប្រាប់ថាបងប្អូនហើយកុំតនេមកប្រួយខ្ញុំបោះតង់អ្នកណាក៏ដោយអញ្ជើញទៅចុះអ្នកខ្លះណោះនៅក្រុមអាជីវកម្មដែលខ្ញុំរាប់អានណាបាទអូឡើងទៅព្រប់នេះបោះតង់អញ្ជើញតាមសម្រួលចុះព្រោះខ្ញុំដឹងខ្លួនឯងថាមាត់ខ្ញុំមិនរំពិលរពោចទេប៉ុន្តែខ្ញុំខ្លួនឯងប្រយ័ត្នអញ្ចឹងក្នុងករណីដែលប្រយ័ត្នខ្លាំងពេកក៏អាចបំភ័យខ្លួនឯងចឹងខ្ញុំអត់ចង់ធ្វើអារម្មណ៍ហ្នឹងទេឬក៏បើចៃដន្យអីថ្ងៃដែលខ្ញុំទៅជាមួយពួកគាត់មានម្នាក់និយាយលពិលលពោចអ្នកដោះស្រាយដោយ David ហ្នឹងគឺជាខ្ញុំហើយខ្ញុំអត់ចង់ទៅខ្ញុំអត់ចង់ដាច់ខាតខ្ញុំឲ្យទៅមួយធីមទៅមួយអីចឹងខ្ញុំដូចអ្នកដោះស្រាយបញ្ហាហ្នឹងឲ្យគេចឹងបាទចឹងពេលខ្លះខ្ញុំទៅមួយចឹងខ្ញុំចេះតែប្រាប់កុំណាបើខ្ញុំថាអត់ស្រួលអត់ទៅកុំប្រេះផ្ដាស់កុំធ្វើអីកុំចង់ដឹងចង់ឮរឿងខ្លះគេអត់ចង់ឲ្យយើងដឹងកុំដឹងអីកុំចង់ឮកុំចង់ប៉ះកុំចង់ពលកុំចង់ឃើញអីអញ្ចឹងណាបាទហ្នឹងហើយតែវាចម្លែកត្រង់ចែមិត្តភ័ក្តិរបស់ David គួរតែដឹងពីសាវតាឬក៏អត្តចរិតអរិយាបថរបស់មិត្តភ័ក្តិរបស់ខ្លួនតែជាបុគ្គលកហ្នឹងហើយហើយគាត់ខ្ញុំសន្មតថាមិនមែនជាលើកទី1ដែលគាត់ចូលព្រៃទេម្នាក់ពួកម៉ាក់ខ្ញុំហ្នឹងមិនមែនលើកទី1ទេប៉ុន្តែម្នាក់កហ្នឹងអាចលើកទី1ប៉ុន្តែអាហ្នឹងឯងជាសំណួរថាចេះគាត់ខ្លួនឯងគួរដឹងពីច្បាប់ទម្លាប់ច្បាប់វិន័យឬក៏បំរាមមួយចំនួនក្នុងការចូលព្រៃឯងបាទហើយគាត់ច្បាស់ណាស់ប្រកាសជាស្គាល់ចរិតពួកម៉ាក់គាត់ឯងហ្នឹងហើយប៉ុន្តែហេតុអីណាហៅមកខ្ញុំអត់ដឹងដែរអាហ្នឹងអីដែលខ្ញុំអត់ដឹងនឹងឯងព្រោះវាដល់ពេលយើងចប់អត់ទៅខ្ញុំសួរថាមិនបានត្រូវហៅម្នាក់ហ្នឹងមកធ្វើអីបើដឹងតែអញ្ចឹងតែធ្វើមិនទេមកទៅបានគ្នាសប្បាយអស់គ្នាហ្នឹងសប្បាយបណ្ដោយសប្បាយហ្មងអូយសប្បាយរវល់គេពេញមកតាំងហ្នឹងវាអត់ផ្អើលទៅដល់អ្នកផ្សេងដែលនៅកន្លែងផ្សេងទៀតចឹងហ្នឹងវានៅតែមកលុកយើងតែខ្ញុំទេអាហ្នឹងក៏ជាកត្តាដែរណាដោយសារតែយើងនៅឆ្ងាយខ្លាំងពេកបើយើងមកប្លុកជាមួយគេមានការអីមានគេមានឯងជួយដោយសារយើងចង់បាន privacy ណាឯកជនភាពរបស់ខ្លួនឯងណាខ្លាចប៉ះពាល់គេចង់សុបាយខ្លួនឯងគ្រុងក្រាំងរឿងតែខ្លួនឯងនឹងបដ ாய் មែនតើទៅវាខ្ញុំពិបាកថាតែពេលហ្នឹងហើយសូម្បីតែខ្ញុំឮចាស់គាត់និយាយថាកុំសូវទៅលេងនៅហ្នឹងអីណូខ្ញុំថានៅហ្នឹងវាមានបញ្ហាអីទេប៉ុន្តែអ្នកដែលគាត់មានអ្នកកាន់មួយក៏មានអីចឹងនៅហ្នឹងវាសបោឋានទៅហ្នឹងហើយខ្ញុំក៏ធ្លាប់ឮគេនិយាយថានៅហ្នឹងមានច្រើនអញ្ចឹងជួនកាលទៅយើងអាចអត់ដឹងខ្លួនទៅប៉ះទៅពីអីចឹងទៅប៉ះពាល់ដោយកតាណាមួយអញ្ចឹងហ្នឹងតែអ្នកទៅលេងនៅទៅលេងអញ្ចឹងអ្នកដើរលេងសប្បាយគេដើរលេងសប្បាយគេអត់អ្នកអត់ដឹងមិនមានកំហុសហ្នឹងហើយអ្នកដើរមានកំហុសអ្នកតែដឹងតែផ្កើនបាទអ្នកខ្លះដឹងហើយតែផ្កើនបាទហ្នឹងហើយបើយើងទៅយើងកុំមាត់កុំកទៅតែប៉ុន្តែអត់អីទេតែរមណីយដ្ឋានហ្នឹងស្អាតទេសភាពក៏ស្អាតថតរូបក៏ស្អាតមកកាហ្វេប៉ុន្តែណាតែអ្នកទៅអីផ្កើនទេបើអ្នកទៅអត់ផ្កើនក៏អត់អីដែរធម្មតាសប្បាយបាទអញ្ចឹង
យ៉ាងមិនដែរបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះខ្ញុំគិតថាឆ្ងាញ់ថតកុនបាន ថតរឿងខ្លីបាន ថតរឿងខ្លីបាន ថតរឿងខ្លីបានសង្ឃឹមថាសាច់រឿងរបស់ David ទាំងប៉ុន្មានដែលបានចែករំលែកនេះដដែលនេះគឺជាបទពិសោធន៍របស់ David 100% ណោះជាបទពិសោធន៍ផ្ទាល់តែម្ដង ឃើញខ្លួនឯង បាទអញ្ចឹងទៅមិនថាតបៅតែលើខ្លួនគេស្រែកថាឈឺយើងអត់ដឹងថាឈឺប៉ុណ្ណាតើយើងអ្នកកើតហ្មងទៅមិនដឹងអញ្ចឹងសម្រាប់បងប្អូនមួយចំនួនបើគាត់យល់ថាអូរឿងនឹងប្រឌិតទេបោកប្រាស់ទេប៉ះចំអាជីពជា director ចេះទៀតបកែនិពន្ធរឿងផង ធ្វើឲ្យគេគិតថាអូអានឹងជាការបោកប្រាស់ជាការអីយ៉ាងណាមិញក៏ចាត់ទុកថាបងប្អូនទាំងអស់គ្នាបានស្ដាប់រយៈពេល1ម៉ោង20នាទី1ម៉ោងកន្លះអីជាការកំសាន្តរបស់បងប្អូនទាំងអស់គ្នាជាជាងការដូរបទចម្រៀងប៉ុន្តែតដែលសូមរក្សាភាពគួរនិយាយថាម៉េចដែរកុំប្រមាទហើយអ្វីដែលសំខាន់បំផុតសម្រាប់អ្នកដែលជឿទៅលើរឿងអបិយជំនឿសង្ឃឹមថាសាច់រឿងទាំងប៉ុន្មានដែលបានកើតឡើងនៅលើ David មានភាពប្រហាក់ប្រហែលព្រោះបទយោងទៅតាមបទពិសោធន៍ដែលខ្ញុំអានសាច់រឿងប្រិយមិត្តច្រើននិងមានគេចែករំលែកមកខ្ញុំច្រើនឃើញថាសាច់រឿងឧទាហរណ៍ថាបោះតង់វាផ្លូវទៅតែមួយឯងវាប្រហាក់ប្រហែលគ្នាគ្រាន់តែអ្នកចូលមកផ្សេងគ្នាការដោះស្រាយផ្សេងគ្នាការភ័យខ្លាចភ័យរន្ធត់របស់ខ្លួនឯងនឹងវាផ្សេងគ្នាបាទប៉ុន្តែបើសាច់រឿងហ្មងវាប្រហាក់ប្រហែលគ្នាអញ្ចឹងអ្នកដែលធ្លាប់បោះតង់ឬគេនៅអូតែលគេនៅផ្ទះសំណាក់អាចប្រហែលគ្នាបានអាចដឹងហ្មងបើអ្នកដែលធ្លាប់ជួបគាត់ថារឿងនេះរឿងពិតហ្នឹងខ្ញុំធ្លាប់ជួបប្រហែលហ្នឹងដែរហ្នឹងហើយអញ្ចឹងជាចង់បញ្ចប់មានពាក្យអ្វី5ផ្ញើទៅអតិថិជនទេប្រិយមិត្តអតិថិជនឲ្យអូខេអញ្ចឹងជាចុងក្រោយខ្ញុំមានអីច្រើនទេជូនពរឲ្យបងរ៉ូស៊ីកាន់តែមានបានកម្មវិធីជាអ្វីនឹងកាន់តែរីកចម្រើនទៅមុខទៀតហើយខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាដែរបើសិនជាយើងអត់ជឿយើងកុំប្រមាថអីពីព្រោះដោយសារតែរឿងខ្លះយើងអត់ឃើញនឹងភ្នែកទេហើយរឿងទាំងអស់ហ្នឹងក៏វាអាចកើតលើយើងក៏វាអត់អាចដែរអញ្ចឹងណាអញ្ចឹងបើសិនយើងគិតថាគេជឿបើយើងអត់ជឿទេយើងកុំនិយាយអីផ្ដេសផ្ដាស់អីយើងគ្រាន់តែតាមគេទៅបើគេជឿក៏គេជឿទៅយើងកុំធ្វើអីផ្ដេសផ្ដាស់ឲ្យដូចរឿងដែលខ្ញុំចែកម្លែកអញ្ចឹងបើសិនជាឧទាហរណ៍យើងអត់ជឿហើយយើងប្រមាថទៀតចុងក្រោយគេអ្នកទៅដោះស្រាយបញ្ហាឲ្យយើងទាំងដែរអីរបស់គេហ្នឹងគឺទៅដើម្បីសុបាយទេប៉ុន្តែវាអត់សុបាយវាត្រូវជួយដោះស្រាយបញ្ហាឲ្យទៀតហើយអាហ្នឹងនេះល្អដោះស្រាយបានចុះបើមានរឿងវែងឆ្ងាយដែលដោះស្រាយអត់បានទៀតអាហ្នឹងវាហិតតាកាន់តែវែងឆ្ងាយទៅបាទហ្នឹងហើយវាអាចមានករណីដល់រឿងណាមួយដែលយើងនឹកស្មានមិនដល់ទៀតអញ្ចឹងអញ្ចឹងវាយើងគ្រាន់តែជឿបើយើងអត់ជឿទេយើងកុំប្រមាថអីយើងគ្រាន់តែអូខេយើងដឹងថាមានបើមានយើងជឿក៏ជឿទៅបើយើងអត់ជឿទេកុំប្រមាថអីត្រង់ចំណុចនេះខ្ញុំនឹងចង់បន្ថែមពីលើបន្តិចមានករណីមួយកើតឡើងលើមិត្តភ័ក្តិរបស់ខ្ញុំណាមិត្តភ័ក្តិរបស់ខ្ញុំគាត់ទៅជាមួយបងប្អូនរបស់គាត់ឡាក់នឹងឡាក់អីចឹងទៅបងប្អូនគាត់នាំសង្សារនាំអីចឹងច្រើនទៅសៀមរាបដូចគ្នាទៅសៀមរាបណាទៅសៀមរាបតែគ្រាន់តែកន្លែងហូតែលរបស់គាត់ហ្នឹងរៀងចូលជ្រៅផ្លូវគ្រូក្រហមជ្រៅមែនទែនផ្លូវដីក្រហមរៀងជ្រៅមែនទែនទើបដល់កន្លែងគាត់គេងហ្នឹងមិនដឹងថាមានរឿងអីទេមិនដឹងថាមានរឿងអីក្នុងករណីដូចប្រមាថឬក៏ស្អីទេណាបាទនៅកន្លែងហ្នឹងគឺមានវិញ្ញាណមនុស្សស្រីរូបក្រហមអូតាមតាំងពីនងយកស្រោចទឹកទាំងយប់ឆ្លោះគ្នាជាមួយលោកឆ្លោះគ្នាជាមួយអាចារ្យអានេះខ្ញុំអត់ដឹងលម្អិតទេតែនេះខ្ញុំដឹងទ្រុសទេមកដល់ម្ពិញវិញតាមដល់ម្ពិញមួយខែទៀតទៅដោះស្រាយហើយមួយខែហ្នឹងគឺអត់មានបានធ្វើអីគឺដោះស្រាយរហូតនេះហើយដែលខ្ញុំចង់បន្ថែមសេចក្តីជូនទៅប្រិយមិត្តទៅលើសម្ដីរបស់ David ថាពេលខ្លះអាភាពចង់អស់ចារបស់ខ្លួនឯងវាមិនដែលមានទេតនេប្រមាថតែខ្លួនឯងណាបង្កឲ្យមួយក្រុមដែលគេចង់សបាយដែលមិនបាននិយាយអីទទួលរងជាមួយហ្នឹងហើយបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមេត្តាយល់ត្រង់ចំណុចនេះពីកម្មវិធីជាអ្វីអរគុណមែនតើសម្រាប់ពេលវេលាដ៏មានតម្លៃរបស់ David ហើយជាចុងក្រោយនេះពួកយើងក៏មានមួក merchandise របស់ជាអ្វីជូនទៅ David ដែរសង្ឃឹមថាបានជួបគ្នាម្ដងទៀតមានរឿងរ៉ាវថ្មីជាច្រើនទៀតមិនមែនជូនពរទេតែសង្ឃឹមថានឹងមានការចែករំលែកបន្ថែមទៀតពី David នៅក្នុងឱកាសក្រោយបាទអូខេនៅពេលនេះកម្មវិធីជាអ្វីពីខ្ញុំបាទវិទូនិង David សូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀតលៀនហើយមែនទេនេះណែមីកូ Gaga